cha sông cụm nâng chìm điệp số phong mai bong ôn cha bong bong đài trên nèประกอบនៅដំណាំទុរេនទាំងអស់គ្នាចាជួបគ្នាសាជាថ្មីនៅក្នុងរាត្រីការ live ចែកម្លែករបស់ក្រុមហ៊ុន AMC ចាហើយមុននឹងកម្មវិធីចាប់ផ្ដើមចង់សួរពុកម៉ែបងប្អូនថាឮច្បាស់អត់ចាពួកអីឥឡូវនេះក្រុមហ៊ុនបានចុះមកដល់ចុះតាមខេត្តអញ្ចឹងទៅវាត្រូវនឹងការ live ពីកម្មវិធីខាងក្រុមហ៊ុនអត់ចង់អាក់ខានទៀតគឺចាប់ដើម live នៅតាមទីជនបទតែមិនដឹងថាសេវាវាអាចដំណើរការល្អឬក៏យ៉ាងណាសូមបងប្អូនដែលចូលរួមការ live នេះ comment ម្នាក់មួយមកចាឮច្បាស់ទេចាហើយមានការរ៉ារអួលទេចាឃើញថារៀងផ្លាយតិចបដូរបរិយាកាសចង់ដឹងថានៅពេលដែលយើងចុះតាមបណ្ដាខេត្តហើយយើងអាចធ្វើការ live បែបហ្នឹងបានអញ្ចឹងវាធ្វើឲ្យកាន់តែមានភាពងាយស្រួលចាពេលខ្លះយើងក៏បង្ហាញទស្សនវិជ្ជានៅក្នុងចំការផ្ទាល់ពេលខ្លះក៏យើងបង្ហាញនៅគ្រប់ទីកន្លែងចាដំណាំផ្សេងអញ្ចឹងណាចាអញ្ចឹងបានថាចង់ដឹងថាឮច្បាស់អត់រអាក់រអួលអត់ចាហើយថ្ងៃនេះគឺដោយសំម្ដងដែរគឺយើងឡាយចែកម្លែកតតងនឹងដំណាំត្រេនអញ្ចឹងពុកម៉ែបងប្អូនឈានមកដល់ចំណុចនេះចាចំណុចដែលនាងខ្ញុំដាក់ប្រធានបទនេះគឺជាប្រធានបទមួយដែលយើងត្រៀមខ្លួនចាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានធ្វើការត្រៀមមុនចាដើម្បីកុំឲ្យមានការលំបាកនៅពេលដែលពេលវេលានឹងមកដល់វាមានបញ្ហាការរាំងស្ទះអីមួយចំនួនដែលយើងមើលមិនឃើញអាចធ្វើឲ្យយើងមានការខកខានយឺតយ៉ាវចាក្នុងការការដាក់ជីការប្រើប្រាស់អីផ្សេងចាអញ្ចឹងថ្ងៃនេះក៏មានការចែកម្លែកពីលោកគ្រូអេជាចាដែលគាត់ចែកម្លែកតកតងនឹងបទពិសោធន៍របស់គាត់ផ្ទាល់តកតងនឹងបច្ចេកទេសដែលពុកម៉ែបងប្អូនមានការស្វែងយល់បានច្រើនដែលលោកគ្រូគាត់និយាយបែបខ្លីខ្លឹមចាចំគោលដៅចឹងឃើញថាឆ្នាំនេះគឺពុកម៉ែបងប្អូនផលិតបានច្រើនចាផលិតបានច្រើនគ្នាទោះបីជាមានបងប្អូនខ្លះគាត់មិនមែនជាអតិថិជនរបស់ក្រុមហ៊ុនក៏ប៉ុន្តែគាត់បានសិក្សាមើលតាមវីដេអូហ្នឹងគាត់អាចធ្វើបានចាគាត់អាចធ្វើតាមការណែនាំការបច្ចេកទេសមួយចឹងទៅចាគាត់អាចធ្វើបានហើយទទួលបានជោគជ័យខ្ពស់ចាឆ្នាំនេះគឺមានច្រើនមែនតើហើយក៏អរគុណដល់បងទាំងអស់គ្នាដែលជាធីមរបស់ក្រុមហ៊ុន AMC ដែលបានផ្ញើរូបភាពជាហោហាយចាមកកាន់ខាងក្រុមហ៊ុនចាអរគុណច្រើនចំពោះទឹកចិត្តបងចាអរគុណមែនតើចាហើយពីកម្មវិធី live របស់ក្រុមហ៊ុន AMC ក៏មានការឧបត្ថម្ភដោយក្រុមហ៊ុនមានលក់និងចែកចាយជីកសិកម្មចង់តំញ៉ាំបាយហើយរៀងដូចសំឡេងវាអត់ច្បាស់ណាបងប្អូនដឹងមកចេះចុះខែណាម្ហូបដែលឆ្ងាញ់បំផុតណាគឺបែបមានលក់ច្រើនណាបងប្អូនប្រហុកផ្អកម៉ាំឬក៏មាន់ត្រីអាំងអីចឹងណាហើយប្រភេទដែលមានទឹកត្រីអីចឹងបងប្អូនតែយើងចំបាយហើយអញ្ចឹងរៀងដល់ពេលនិយាយទៅរៀងស្វាតស្អត់ជាប់កកមកចេះចាអូខេឥឡូវចាប់ដើមនៃកម្មវិធីរបស់យើងបន្តទៀតចាអញ្ចឹងពុកម៉ែបងប្អូនចង់ប្រើប្រាស់ឬចង់ចែកចាយបន្តតេតងមកលេខទូរស័ព្ទ015 067 077 98 20 98 ចាហើយទាំង3ប្រព័ន្ធគឺយើងមានជាប្រព័ន្ធ Telegram ទាំងអស់ចាអញ្ចឹងពុកម៉ែបងប្អូនអាចតេតងតាមរយៈ Telegram ក៏បានឬក៏តាមpage ចា inbox មកក្នុង page នេះផ្ទាល់ចា
សម្រាប់ពុកម៉ែបងប្អូនដែលចង់ស្វែងយល់បន្ថែមអាចទៅមើលនៅក្នុង YouTube ចាបងប្អូនគាត់តែវាយថា AMC Agriculture ឬ AMC សំណួរចម្លើយគឺវីដេអូចែកម្លែកនៅក្នុងនឹងច្រើនតែតងនឹងតំណាំត្រេនគឺពេញបរិបូរណ៍សម្រាប់ពុកម៉ែបងប្អូនហើយខ្ញុំជឿថាម្ចាស់ចំការមួយពីការដាំរហូតមកដល់ផ្លែវគ្គទី1ទី2ដល់វគ្គទី3អ្នកខ្លះគាត់ប្រមូលផល2ឆ្នាំ3ឆ្នាំហើយគឺបបពិសោធន៍របស់គាត់ហ្នឹងគឺវាពេញចាពេញបបោតែម្ដងហើយគាត់គ្រាន់តែខ្វះនៅចំណុចតិចចាតិចខ្ញុំថាតិចបំផុតដែលគាត់ដឹងតែធ្វើមិនបានឬក៏គាត់មិនដឹងពីតិចនិចក្នុងការធ្វើចាអញ្ចឹងគាត់គ្រាន់តែមកស្វែងយល់មកផ្លែតខ្លីៗជាមួយនឹងខាងក្រុមហ៊ុន AMC ក៏គាត់ធ្វើត្រូវចាគាត់ធ្វើបានល្អដែរចាខ្ញុំជឿថាអញ្ចឹងពីព្រោះបងដែលគាត់ជាអ្នកដាំហ្នឹងគឺពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគាត់មើលថែដូចជាសមាជិករបស់គាត់ទៅហើយចាចំការខ្ញុំជឿថាអ្នកដែលដាំត្រេនទាំងអស់ចាគឺគាត់មានពេលវេលាផ្ដល់ទៅឲ្យតំណាំត្រេននឹងច្រើនជាងតំណាំអីផ្សេងទាំងអស់ចាដែលជាពេលវេលាកម្លាំងកាយចិត្តថវិកាពេលនិយាយទៅទាំងអស់ចាទាំងអស់ហើយជាស្មារតីមួយដែលគាត់ចូលរួមចាដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងចាមានការមានដូចថាផលិតផលល្អចាដូចជាតកតងតំណាំត្រេនគឺជាដំណាំដែលជាដំណាំប្រណិតចាដំណាំមានតម្លៃចាអញ្ចឹងគាត់ចូលរួមផលិតឲ្យបានច្រើនផលិតឲ្យត្រូវស្តង់ដារផលិតឲ្យត្រូវតាមបច្ចេកទេសចាទាំងសម្បកទាំងពណ៌ទាំងរសជាតិទាំងទំហំចាទាំងគេហៅថាអត់មានសារធាតុគីមីជាផលិតផលដែលមានគុណភាពល្អចាអញ្ចឹងនៅចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យបានចំណុចទាំងអស់ហ្នឹងទាំងអស់គ្នាចាអញ្ចឹងពុកម៉ែបងប្អូនត្រូវតែស្វែងយល់ចាហើយក៏ដូចជាការរួបរวมគ្នាការចែកម្លែកផ្សេងតកតងនឹងតំណាំត្រេនចាតិចនិចដែលបងប្អូនជួបមួយដែលឃើញថាល្អគឺគាត់មានការចែកម្លែកចាមានការចែកម្លែកអញ្ចឹងខ្ញុំក៏មានការត្រេកអរជាមួយនឹងពុកម៉ែបងប្អូនដែលគាត់បានចែកម្លែកចាចែកម្លែកទូទាំងប្រទេសដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាបានដឹងខ្ញុំជឿថាសម័យនេះសម័យ Facebook អញ្ចឹងពុកម៉ែបងប្អូនចំណុចល្អចំណុចអាក្រក់អីគឺគាត់បានឃើញលឿនចាពីព្រោះពួកគាត់ក៏មានទូរស័ព្ទដែលអាចមើលឃើញទាំងអស់ហ្នឹងណាព័ត៌មានទាំងអស់ហ្នឹងអញ្ចឹងចែកម្លែកទាំងអស់គ្នាចាចូលរួមទាំងអស់គ្នាដើម្បីជោគជ័យទាំងអស់គ្នាណាបងប្អូនចាជោគជ័យទាំងអស់គ្នាហើយការផលិតបានច្រើនគឺជាចាដូចថាយើងមានការប្រកួតប្រជែងអញ្ចឹងណាព្រោះអីប្រទេសដែលជិតខាងយើងនេះគឺគេបានផលិតច្រើនមែនតើហើយគេបាននាំចេញច្រើនមែនតើហើយដំណឹងល្អមកឆ្នាំនេះគឺថាមានក្រុមហ៊ុនដែលគេមកសហការគេនាំចេញអញ្ចឹងទោះបីជាយើងផលិតបានច្រើនយ៉ាងណាគេបាននាំចេញទៅខ្លះយើងលក់នៅក្នុងស្រុកខ្លះអញ្ចឹងវាធ្វើឲ្យកំណើនសេដ្ឋកិច្ចយើងល្អចាចូលរួមទាំងអស់គ្នាចាទាំងអស់គ្នាអញ្ចឹងឃើញថាមានការចែកម្លែកមួយរយៈក្រោយនេះខ្ញុំឃើញមានបងប្អូនម្ចាស់ចំការមួយគឺគាត់បានចែកម្លែកខ្ញុំចូលរួមត្រេកអរចាអរគុណច្រើនចាឥឡូវខ្ញុំចាប់ផ្ដើមឆែកមើលវាខមមិនរបស់យើងតើគាត់បានអញ្ជើញមកដល់នៅចាបងប្អូនឮអត់ច្បាស់ឬយ៉ាងណាប្រាប់ផងណាមានអ្នកបោះប្រយោងបងប្អូន
và châu ạ ông vô ngày đi nhung mà miền idol bà hải dạ chó cho đó mấy cái khơi môn việc mình bao dân cho mà đó chà ta còn máu còn chà kho lại còn kho đầm bay chuồn được không cả lại bao giờ chẳng ông bố chẳng đăng qua đó tha là kể hay background thằng cao đấy copy pi môn đại sa nhầm cho khai bằng vốn chẳng việc copy thôi mà đa chà hay xịn từng á nè xịn từng á ok chà bông bông của bông rong trăm việc mình châu là nhung của bông chai đây nè mấy năng chấm tẹt tông từ năng cứ thà có bông tầm một miếng nhắc nơi chấm ca phòn đài chả hay vẽ ní cứ chỉ vẽ đài dân chạy lẽ tẹt tông năng ca phật trôi thế này chả chẳng bệnh dây pi ca phật trôi nhưng khơi miên bông phôn là còn chạy vậy ta phật trôi vẽ tì mùi phật trôi vẽ tì pi ấy chẳng á nhưng khơi miên ca chạy lẽ tràn chả vì muốn đã đai khơi chẳng ấy ta lấy chạy chả khơi còn chạy lẽ chả ok đây là cọt bàn xoay vô cho môi đang khang trong hôn AC hết cọt thưa bàn chụp cháy cọt có thưa ca chạy lệ từ căn bóng ôn tràn xây tiệt chẳng đấy chả con tràn đại cọt miền ca chạy lệ của pe club bụng mà ôn đôi giấy tại đại chẳng tha đại cái đại chi nó không vẹp ca đại cái là trôi nó không vẹp ca chẳng đấy chả chẳng trong nói cho năng cứ phục mai ông phong bị muốn cứ ở đằng sao chả ở đằng hai cọ đài này tâm tài khang cầm hôn em si lai chạy lại tới phục mai ông phong bàn phở tam chả phở tam tới co tụi bàn chột chay chả hai co con thôi ca chạy lên đôi chia là miền ca chạy lên phật trôi nó không vẽ bọc ca phật trôi nó không plai chủ chặt sập ngay thọt plai hay thàเตรียมผลัดตรวยพลายอายุจัดสัปดาห์ไอ้เดินดาวมาปอจ้ะโดยไปได้ข้างกรมพลใจแหล่ใช่นะจ้ะจังเมนกากดเมนกาศึกษาจ้ะกดเมนกาศึกษาปีข้างกรมพลจานกดตัวบานจกใจเติบกดเฮียนใหญ่ปีนังจ้ะกดเฮียนใจแหล่ดาวเมียนตุ่มนกจัดได้กดบานเทอรุ่ยจ้ะได้กดตัวบานละตะพอรุ่ยจ้ะบาเซนจีกดเพื่อตามไปใจกับเตะบอกกรมฮอนไฮอัดตัวบานและแต่พอโดยเอาไว้ได้กรมฮอนบานใจมันเลยจ้ะก็มันเฮียนใจมันเลยแต่การปลูกไม้องปูนเซ็งเตี้ยได้จังนับไปได้ก็ตัวบานจงใจให้กดเพื่อให้จังก็เคยและแต่พอให้ก็เฮียนใจมันเลยจ้ะก็เฮียนใจมันเลยจังมาดาวแวะนี่คือโดยจำทานจังเมียนจ่าชมกาก็ใจเบลชราจ้าให้เชียปรเมียนตลุมตะเลียมวยได้ยังกูแต่สบายยลจ้ากูแต่โดยเชียบองคลาได้กอดกระปงแต่มือข้างกรมพลตามดานจมวยข้างกรมพลจ้าจังชนำกราวยังหนึ่งสักขายังหนึ่งจับดำปตอเติมมุกจมวยคณีเตียจ้าโดยเชียการลายใจแหลกนี้คือยังใจแหลกตูแตงประเทศใจแหลกฟรีจ้ะtrongใจไปได้trongมือวิกมันยังไปได้ก่อนบานโจนอย่างนี้วิกมันโดยเฉพาะตกซีจอกันดาวกันได้ไอคาđó là nèจ้าบานหรือจะบาออกคนชราบองออกคนจ้าให้พวกมาอมโปได้โจรวมขนมการลายคอมเพล็กจุยแซมแดดมวยพังแซใจแบบแดดมวยพังมาไพ่ในตีหายมองปรำใบมาไพ่ในตีหายตอนวิกมันบ่เยอะตอนมาดาเตียดจ้าบางปอนเมียนสมนุยังไงจะสัวขนมเมาปมโบนกันละเมาโบนกันละบางปอนไอด่าสมนุบานจ้า
hay khăn nơi tam mà đa khát mấy đái bong bóng chà nơi tam mà đa khát liền cục tạc khát hai rồi chẳng na bong bóng chà ai chùm pua mà cha chùm ca môi môi đến với đầm nạ ca na hai chà miền tôi miền thông miền chật với chật sập ngày chà tôi nâng dạng mai thông nâng dạng mai cha miền bò miền miền bánh há xô màu khang cầm hôn em xây bán chà ông vốn còn tại em bọc chố chà em bọc chố không phê năng máu một đal hai tai ắt khơi tế là cú ai call máu call trôi máu nhưng mà pru ai là cú cú check call mà check viết bằng hai nơi cái lại nhờ friend nè ok nhỉ nhầm ad xanh ngày đây tập pi on kia không mà thì không mà nó ngày tập pi á không được bà đấy mày đép anh đi mồ mày mò dạ ba nhiều số dạ số là cô dạ nhiều số đó bón lại cũng tam nam tu sầm na đây sau ngày đi em mình nhận tích ngày nó phải chung pi ngay cho nên ngày sao mấy ngày đi chung càng rich cá hay đó là nghĩ tới họ nó khơi nặc lên sâu từ cá ta mưa từ đến tích và từ mưa ăn thiệt lại không lươn không mà là không tên là ngay miền bom mà này ăn còn thua thà ôi lục rú plai thông lớn mấy cột plai vào cột ở từ thông người ta chắc á và cú cho lục cú nơi tầm miền và trai cái tết tết nít vơ ở plai vào cột thông lớn người ta chắc á đánh cho là cả xong lục cú lẹ đó cho là lẹ đang chị đấy mà đo về mình liền nhưng là tật phong hay những đạ chi chẳng bon lại số nó ta còn bàn đạ chi được thì phi hay nơi ở nhóm mình tiêm nơi khai ai khả ai đi nhưng đạ đập ram này thì từ chuyện đạ là hộp tao bây giờ lỗi đó nguyện lâu tích để xa sẽ làm cái chọn phượt vai ở những xã căn là thống và của tự chân mùi chủ luôn không cao vì nằm đó tới từ còn trong bàn lại một buôn của lô lại ấy là chẳng dưới có sâu thủ được nó ca cái chun tham phôn đó lái ở chạp bán tới phải very thông lươn và qua đi thống cứ được vẹn con là sợi từ ca pra chi ca pra sa thiện châm bánh to lực lại phong những bánh là khó hay là cả đã tắt bởi những cả can lan trên đạp đài của vì tắt mới có chia từ ngày sầm khăn đấy của tận là tắt những sơ step vai những này cân của tắt chia chỉ plei nom ở xa thiện chân đạo rồi có hơi tắt có chỉ nét bóng pin và bóng pin nơi từng lời ca lúc chuyện thì nó được lời ca và chân dương làm đạo tắt việc làm nên bóng vô mà dừng nún có sở lánh của trong bàn fly được cản trở tới có sơ hiện lên đặc biệt có nơi hiện nom tắt hay miền mong vô mà dừng nún tiếp có hiện sơ hiện tay cái đập có trong bàn trả ấn chân
វាចែកអាហារគ្នាតែកណាចែកអាហារនេះធំយូរទៅវ័យគេ60ថ្ងៃដូចគ្នាតែគេ1 គីឡូហើយ1 គីឡូកន្លះអីហើយតែវ័យអ្នកដែលគាត់ចង់បានឲ្យកាន់ច្រើនមេតូចដែរចង់បានច្រើនអញ្ចឹងអាចនឹងនៅល្អិតជាងគេបាទហើយល្អិតហ្នឹងកុំគិតថាបានផ្លែច្រើនហើយល្អិតល្អអត់ទេយើងត្រូវតែមើលទៅលើស្ថានភាពទម្រង់ដើមរបស់យើងដែរមិនមែនចេះថាអូខ្ញុំធ្វើបានកាន់ហើយអត់ព្រមតែងអត់ទេរឿងគឺសំខាន់តើតើទៅនឹងទម្រង់ផ្លែបាទផ្លែតូចពេកឬក៏ផ្លែរាងអត់ស្អាតដោយសារអីចំនួនផ្លែនៅលើដើមវាច្រើនលើសលប់បាទច្រើនលើសលប់កត្តាដែលទុកផ្លែច្រើនក៏វានាំឲ្យមានបញ្ហាខូចដើមដែរបាទខូចដើមខូចមែកចឹងដែរបងប្អូនចំណាំមើលថាមែកណាមួយដែលយើងទុកដល់4 5ផ្លែអាមែកប៉ុណ្ណឹងនៃជើងឬក៏ប៉ុណ្ណឹងកដៃអីហ្នឹងអាចនឹងមែកហ្នឹងបន្ទាប់ពីបេះផ្លែអស់គឺទៅជាមួយផ្លែដែរបាទអញ្ចឹងការដែលយើងទុកទម្រង់ដើមទំហំដើមប៉ុណ្ណាគួរទុកប៉ុនដូចថាដើមទំហំអាយុតាម5 6 ឆ្នាំអីយើងអាចទុកក្រោម50ផ្លែអីចឹងទៅបានហើយពួកកាលណាបើសិនជាយើងចង់បានឲ្យច្រើនលើនេះវាប្រឈមបាទវាប្រឈមនឹងបញ្ហាផ្សេងผมមានអ្នកធ្លាប់ទុកអាយុគាត់ដល់7 ឆ្នាំគាត់ទុកដល់90ផ្លែ95ផ្លែគឺបន្តពីបេះផ្លែហើយងាប់ទៅបាទអត់លេងសើចទេយើងឃើញស្ដាប់នៅប៉ុនកដៃនៅប៉ុនកពួនដៃកពួនជើងយើងនៅមានអារម្មណ៍មួយថាដូចតិចទេបាទតិចទេប៉ុន្តែនៅពេលដែលវារីកធំបានបងប្អូនមើលទៅវាអស្ចារ្យបាទមើលទៅគឺសាហាវធំមកច្រើនណាស់ពេញដើមតែដងណែនបាទអញ្ចឹងយើងត្រូវតែគិតអំពីបញ្ហានោះដែរព្រោះអ្នកណាក៏ចង់បានដែរដូចមានបងម្នាក់គាត់និយាយថាខ្ញុំរឿងថាតែងតែបើវានៅគឺក៏អត់ប្រកែកដែរចង់និយាយថាភាពលោភលន់របស់មនុស្សយើងត្រូវតែមានប៉ុន្តែក៏យើងត្រូវតែមានតែកំណត់ដែរបាទចំពោះស្អីផ្សេងអានឹងជារឿងមួយតែរឿងមួយទៀតដែលតើតងធ្វើដំណាំតរេនគួរអាចថាបើថាលោភលន់ឲ្យមានកម្រិតចង់បានផ្លែច្រើនឲ្យមានកម្រិតមិនមែនចេះតែពួយចេះតែចង់បានខូចដើមអន់ដើមយើងនិយាយដើមបានដល់មួយទេហើយមួយវិញទៀតដែលយើងនិយាយដើមកាន់តែមិញថាផ្លែវាអត់រីកផ្លែវាអត់ព្រមធំអញ្ចឹងកត្តាផ្លែធំបានទីមួយយើងការដាក់ជីដាក់ទឹកបានទឹកដល់ផ្លែធំបានក៏វាអាស្រ័យទៅលើការតុបតែងក្តាប់បើក្តាប់យើងឡើងវ័យ50ថ្ងៃឬក៏40ថ្ងៃអីហើយយើងគួរតែមានលទ្ធភាពនៅក្នុងការកាត់ចេញខ្លះបាទកាត់ចេញខ្លះនៅផ្លែណាតូចខ្វេឬក៏វាមិនសូវសមទៅស្អាតអីមួយម៉ែកយើងត្រូវយកត្រឹម4អី3អី4អីទៅប៉ុណ្្នឹងទៅកុំគិតថាមួយម៉ែកយកដល់10ក្នុងករណីម៉ែកតូចតែយក10អត់ធំទេអត់ធំទេ1 គីឡូកន្លះ2 គីឡូអីទុំចាក់ទុំអស់ហើយអញ្ចឹងទីផ្សាររបស់យើងឥឡូវគេអត់សូវចង់ហូបទេអត់សូវចង់បានអាតូចទេមិនថាគេមិនយកទេគេទៅយកតែគេឲ្យតម្លៃយើងទៀតគេរុញទៅចូលលេខ2លេខ3អីចឹងទៅបាទនេះគឺយើងពាក់ព័ន្ធទៅនឹងការថែទាំផ្លែបាទឥឡូវនេះខ្ញុំសូមចូលដល់កម្មវិធីរបស់យើងដែលយើងនិយាយអំពីដំណើរការនៃការផលិតត្រួយចឹងហ៎បាទផលិតត្រួយនៅដំណើរការផ្លែអាយុ70ថ្ងៃអញ្ចឹងការរងចាំរបស់យើងគឺឥឡូវឈានមកដល់ហើយចឹងផ្លែអាយុ70ថ្ងៃតាមស្តង់ដារតាមទំហំជាក់ស្ដែងតាមការលូតលាស់ឲ្យទៅតាមដំណើរការរបស់វានោះគឺចូល2 គីឡូហើយបាទ1 គីឡូកន្លះទៅ2 គីឡូនេះគឺដំណើរការនៃការលូតលាស់ធម្មតាមិនមានការខ្វះសារធាតុចិញ្ចឹមឬក៏ស្ទើរទឹកអីទេឬក៏ដើមឈឺដើមអីបើថាដើមធម្មតាទំហំនៃការលូតលាស់ផ្លែវារង្វង់ពី1 គីឡូកន្លះទៅ2 គីឡូ
អានេះវ័យ70ថ្ងៃពេញមកបាទអញ្ចឹងនៅក្នុងវ័យទំហំផ្លែប៉ុណ្ណេះវាជាឱកាសយើងក្នុងការផលិតស្លឹកបានហើយបាទធ្វើស្លឹកបានมันមានខ្វល់ខ្វាយរឿងថាជ្រុះទៀតទេអត់ទេបាទតែបើសិនជាបងប្អូនធ្វើស្លឹកបាននៅពេលនេះឬក៏បងប្អូននៅកង្វល់ខ្លាចចេះខ្លាចចោះខ្លាចជ្រុះអីទៀតទីបំផុតស្លឹកវានឹងទៅរំខាននៅវគ្គកាត់ផ្លែបាទវានឹងចេញនៅវគ្គកាត់ផ្លែបើដូចជាបងប្អូនមួយចំនួនដែលគាត់ទៅបានក្តាប់ប៉ុនក៏ដៃចឹងដែរកាលណាគាត់អត់បានផលិតស្លឹកនៅពេលដំណាក់កាលទ្រព្យញោមអញ្ចឹងផលរំខានស្លឹកចេញនៅពេលក្តាប់ប៉ុនក៏ដៃគឺជ្រុះបាទមិននិយាយតែប៉ុនក៏ដៃឯឲ្យតែវ័យក្រោម70ថ្ងៃភាគរយជ្រុះគឺច្រើនបាទជ្រុះច្រើនទោះបីថារៀងធ្វើតិចមែនតែជំរុះក្នុងករណីស្លឹកយើងចេញមកបរិបូរណ៍ស្លឹកបើសិនជាយើងធ្វើបាននៅក្នុងដំណាក់កាលទ្រព្យញោមទោះបីថាវានឹងចេញម្ដងទៀតនៅដំណាក់កាលវ័យក្តាប់យើង40ថ្ងៃឬក៏35ថ្ងៃ40ថ្ងៃនេះក៏វាចេញក្នុងទ្រង់ទ្រាយមួយតិចតួចហើយបើវាចេញតិចតួចអញ្ចឹងការជំរុះផ្លែក៏វាមានទំហំតិចតួចដែរតែបើសិនជាយើងមិនបានធ្វើស្លឹកផងហើយយើងបដែតបដោយទៅជាមានប៉ះពាល់ជាមួយនឹងសត្វល្អិតបំផ្លាញផងដែលយើងធ្វើឲ្យបានជាប់លាប់ឬក៏យើងប្រើប្រាស់សារធាតុថ្នាំដែលរំខានធ្វើឲ្យឆេះស្លាប់ធ្វើអីផ្សេងៗហ្នឹងឬក៏យើងមកអត់ទឹករហូតទៅដល់ហួសហេតុពេកអញ្ចឹងត្រួយវានឹងចេញមកយ៉ាងច្បាស់ការថា 100% បាទហើយបើថាវាមក 100% ហើយត្រៀមរាប់ក្តាប់ដែលជ្រុះបាទអញ្ចឹងយើងមានផែនការយើងមានគោលការណ៍របស់យើងមួយថាយើងមិនឲ្យវាជួបបញ្ហាបែបនេះខ្ញុំមានជារូបមន្តឬក៏ជាបទពិសោធន៍ជាបន្តទៀតព្រោះរាល់ថ្ងៃខ្ញុំធ្វើបដាក៏ដូចជាខ្ញុំព្យាយាមស្វែងយល់នៅចំណុចខ្វះខាតបន្តិចបន្តួចហ្នឹងគឺបដាដែរខ្ញុំនឹងកាន់តែរៀបចំឬក៏កាន់តែអាប់ដេតនៅអ្វីដែលខ្ញុំបានឆ្លងកាត់ហ្នឹងជាហោហែតទៅមុខទៀតបាទទោះបីតែខ្ញុំធ្វើបានប៉ុណ្ណឹងសប្តាហ៍ហ្នឹងប៉ុណ្ណឹងក្តីក៏ខ្ញុំនៅអត់ទាន់អស់ចិត្តនៅឡើយទេខ្ញុំនៅមានមហិច្ឆតាមួយថាគេហៅថាធ្វើឲ្យចំគោលដៅឬក៏ឲ្យចំគោលបំណងដែលយើងចង់បានឲ្យច្បាស់លាស់តែម្ដងបាទចង់បានចឹងទៀតព្រោះដោយសារផងណារាល់ថ្ងៃនេះយើងនិយាយថា90ទៅ95%យើងនៅខ្វះអញ្ចឹងខ្ញុំនឹងមានជាកតិជាយោបល់ជាច្រើនទៀតនៅពេលបន្តដើម្បីឲ្យបងប្អូនយើងចែកឲ្យបងប្អូនយើងធ្វើទៅកាន់តែសប្បាយចិត្តកាន់តែរាល់ថ្ងៃបងប្អូនមួយចំនួនធំណាស្ទើរទៅទាំងស្រុងគឺគាត់កំពុងតែសប្បាយចិត្តជាមួយនឹងដំណើរការនៃការធ្វើរបស់គាត់តែគាត់ឆ្នាំទៅគាត់ធ្វើផ្លែអត់បានឬក៏ផ្លែសល់តិចឬក៏អាចថាផ្លែមិនសូវល្អសម្បកក្រាស់អីអញ្ចឹងរសជាតិមិនសូវឆ្ងាញ់តែឆ្នាំនេះគឺគាត់ចាប់ផ្ដើមឃើញលទ្ធផលបដាមិនទាន់ឃើញថាលទ្ធផលសាច់ថាយ៉ាងម៉េចប៉ុន្តែគាត់បានទទួលបាននៅភាពត្រេកអរសប្បាយចិត្តមួយដែលគាត់ទទួលបានផ្លែកាន់ហើយផ្លែមូលស្អាតបាទចឹងគាត់សប្បាយចិត្តបដាហើយគាត់ក៏ឃើញគាត់បង្ហោះឬក៏ផ្ញើវីដេអូមកតែគឺតាមដានពិនិត្យទៅលើក្រុមរបស់យើងគឺគាត់សប្បាយចិត្តដែរហើយគាត់មានតែស្ងើចសរសើរនៅសារពាក្យចិញ្ចឹមក៏ដូចជាគាត់អរគុណមកខ្ញុំក៏សប្បាយចិត្តបាទខ្ញុំក៏អរគុណទៅវិញដែរបាទដែលគាត់ព្រមយល់ព្រមក្នុងការសហការនៅវិធីសាស្ត្រដែលយើងរៀបចំផ្ដល់ជាគតិផ្ដល់ជាយោបល់សម្រាប់ដំណើរការថែទាំដំណាំទុរេនបាទហើយខ្ញុំក៏កាន់តែមានប្រជាប្រិយភាពផងហើយថ្ងៃនេះនឹងមានអ្វីដែលកាន់តែពិសេសសម្រាប់ខ្លួនខ្ញុំនៅពេលវេលាខាងមុខទៀតបាទនេះគឺភាពសប្បាយចិត្តផងហើយ
គឺបងប្អូនបានលទ្ធផលល្អក៏សប្បាយចិត្តដូចគ្នាបាទអញ្ចឹងតកតងទៅនឹងដំណើរការពេលនេះដែលខ្ញុំនិយាយថាលាស់ត្រួយហ្នឹងអញ្ចឹងហេតុផលដែលវាទៅលាស់ត្រួយពេលហ្នឹងពេលដែលក្តាប់យើងនៅតូចៗហ្នឹងគឺប្រឈមនឹងការជំរុញបាទជាមិនខុសទេបើសិនដូចខ្ញុំថាបើសិនជាយើងមិនបានធ្វើត្រួយឲ្យបានចំគោលដៅចំពេលវេលាអញ្ចឹងផលរំខានជួបយើងជួបបាទមួយដើមដែលយើងស្រឡាញ់50 60ផ្លែអីទៅវានៅសល់តែ20នៅសល់តែ10អីទាំងដែលយើងអត់ចង់បានអញ្ចឹងយើងចង់បានឲ្យសមគួរដើមប៉ុណ្ណឹងវាសមណាស់គួរតែបានប៉ុណ្ណេះបាទមិនលោភពេកយើងយកសមល្មមទៅប៉ុន្តែវាមិនបានទៅដូចអ្វីដែលចង់បានផងវាកាន់តែតិចបាទវាអាចនឹងជំរុះស្ទើរតែអស់ពីដើមដោយសារតែការលាស់ត្រួយនៅក្នុងដំណាក់កាលដែលយើងអត់ចង់បានហើយមកដល់ថ្ងៃនេះដែលខ្ញុំនិយាយថាយើងនឹងផលិតត្រួយនៅក្នុងដំណាក់កាលផ្លែបាទមិនក្រាត់ទេពេលនេះគឺអាចនិយាយថាផ្លែយើងអាយុក្រោយការរីកនឹង70ថ្ងៃបាទអញ្ចឹងការតន្ទឹងរង់ចាំបើខ្ញុំបាននិយាយថាការខ្ញុំឈប់បោះការនៅថ្ងៃទីអាចតែថ្ងៃទី20ខែ1និយាយថា20ខែ1ចុះអញ្ចឹង20ខែ1 20ខែ2 20ខែ3អញ្ចឹងគិតត្រឹមថ្ងៃទី20ខែ3គឺខ្ញុំបាន58ថ្ងៃហើយបូកជាមួយនឹង5ថ្ងៃមកដល់ថ្ងៃនេះគឺបាន63ថ្ងៃអញ្ចឹងពេលវេលានេះគឺសមស្របសម្រាប់បាជីអាចតែ65ថ្ងៃយើងបាជីទៅជីមិនមែនដាក់ថ្ងៃហ្នឹងទៅឃើញលទ្ធផលស្អែកទេបាទយើងនឹងដាក់ហើយយើងនឹងឃើញលទ្ធផលនៅសប្តាហ៍បន្ទាប់ឬក៏អាចថាលទ្ធផលនឹងពកត្រួយចេញត្រួយមកបោនៅក្នុងពេលផ្លែយើងអាយុបាន90ថ្ងៃនោះបាទអញ្ចឹងផ្លែយើងអាយុ90ថ្ងៃត្រួយចេញបពេញលេញអញ្ចឹងយើងជាឱកាសមួយដែលមិនអោយត្រួយនឹងទៅចេញម្ដងទៀតនៅវគ្គដែលផ្លែយើងចាស់ទេព្រោះទម្រាំតែត្រួយនឹងចាស់ផ្លែយើងអាចឈានទៅដល់105ថ្ងៃ110ថ្ងៃបាទអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌយើងដល់ពេលនោះហើយចាស់ហើយយើងអាចប្រើប្រាស់អិនទៀតជាអន្លើម្ដងទៀត2ដងទៀតហើយក៏យើងចាប់ដើមក្នុងការបន្ថយទឹកមកវិញដែរបងប្អូនត្រូវចាំថាផ្លែបើវ័យចូលដល់115ថ្ងៃត្រូវតែបន្ថយទឹកមកវិញបន្ថយមានន័យថាយើងដាក់តិចមកវិញយើងមិនផ្ដាច់ទេសួរថាមូលហេតុអីបានជាយើងពេលនោះទៅដាក់ទឹកតិចដំណាក់ការកាត់ផ្លែបើចង់ឲ្យផ្លែឆ្ងាញ់ឲ្យផ្លែទុំស្ងួតល្អលុះត្រាតែយើងបន្ថយនៅក្នុងការដាក់ទឹកបាទយើងមិនមែនដល់ពេលវេលានោះស្រាប់តែយើងទៅជានៅតែដាក់ទឹកពេញលេញអញ្ចឹងផ្លែរបស់យើងកាត់មកទុំអត់ល្អទេហើយក៏ទុំអត់សូវឆ្ងាញ់បាទអញ្ចឹងកន្លែងនេះដែលខ្ញុំចង់ជម្រាបជូនដែរអញ្ចឹងយើងអ្វីដែលសំខាន់នៅពេលវេលានេះយើងធ្វើត្រួយឲ្យបានបាទត្រូវធ្វើឲ្យបានសួរថាធ្វើអីឲ្យបានដាក់ជីទឹកយើងចាប់ផ្ដើមពង្រីកហើយខ្ញុំអាចនិយាយបានថា3ថ្ងៃបន្ទាប់ពីនេះគ្រប់អាយុអាចថា65ឡើងទៅ65ថ្ងៃឡើងទៅខ្ញុំចាប់ដើមពង្រីកទំហំស្រោចដែលតាំងពីថ្ងៃប្អូនផ្កាឬក៏អាចផ្ការីកមួយនោះខ្ញុំចាប់ដើមកាត់បន្ថយការដាក់ទឹកបាទប៉ុន្តែយើងគិតទៅវាប្រើរយៈពេលរហូតដល់2ខែទៀត65ថ្ងៃដែលយើង65ទៅ75ថ្ងៃឯណោះបើយើងហៅចាប់តាំងពីការរីកមកអញ្ចឹងយើងដាក់ទឹកបន្តិចមានន័យថាដាក់ទឹកកាត់បន្ថយការដាក់ទឹកហើយក៏យើងដាក់តូចក្នុងសម្រាប់មែកទៀតផងអញ្ចឹងការដាក់របស់យើងនោះគឺយើងបានឡើងបន្តិចដែរមិនមែនថាដាក់ក្នុងរហូតគឺយើងឡើងប៉ុន្តែឡើងក្នុងលក្ខខណ្ឌស្ដាប់យើងឡើងទំហំប៉ុន្តែមិនរៀមដៃហើយការឡើងទឹករបស់យើងក៏យើងអត់តន់ឲ្យទៅក្រៅស្រាប់មែនទេតែដល់ពេលវគ្គដែលយើងត្រូវដាក់ជីបង្កើតត្រួយបំពេញសាច់បាទគឺយើងត្រូវការដាក់
ឲ្យបានចេះទៅក្រៅសញ្ញាមីហើយបាទចេះទៅក្រៅសញ្ញាមីក្នុងគោលបំណងឲ្យត្រួយចេញឲ្យផ្លែធំល្អបាទឲ្យផ្លែធំប៉ុន្តែម្ដងថ្ងៃនេះវគ្គ65ថ្ងៃឬក៏70ថ្ងៃរបស់ខ្ញុំនេះវាមានទំហំ1រហូតដល់3គីឡូក៏មានដែរមាន2គីឡូកន្លះទៅ3គីឡូបាទប៉ុន្តែរូបរាងផ្លែគឺគេហៅថាសមរម្យបាទសមរម្យបន្លាអីគឺលក្ខណៈសមរម្យយើងជាក់ស្ដែងអ្នកដែលធ្លាប់ធ្វើចំការតរេនយើងដឹងថាតើផ្លែបែបណាដែលវាសមរូបសមរាងដែលវាស្តង់ដារបាទព្រោះបន្លាទម្រង់បន្លាយើងនឹងឃើញមានចំការខ្លះខ្ញុំធ្លាប់ដូចជាចំការមីងនៅខាងបៃលុងដែលខ្ញុំឆ្នាំទៅខ្ញុំចូលទៅលេងគាត់តែគាត់ប្រើធម្មតាគាត់ប្រើដោយមិនបានសិក្សាចុះឃើញផ្លែរបស់គាត់នោះគឺមានទម្រង់កាឡារៀងខិនផ្លែរៀងទំនីវាគឺថាយើងមើលទៅស្ថានភាពផ្លែវាអត់សូវស្អាតហើយព្រោះវាមានលក្ខណៈមួយដូចជាសបកក្រាស់ទៀតផងបាទសបកក្រាស់ទៀតផងតែមកដល់ថ្ងៃនេះក្តាប់តរេនក៏កាន់ច្រើនណាបាទខ្ញុំក៏ប្រាប់គាត់ក្នុងការតុបតែងប្រាអញ្ចឹងក្តាប់គាត់កាន់ច្រើនហើយបន្លារបស់គាត់គឺដូចបន្លាតរេនគូសៀដែរដោយសារខ្ញុំបានចុះទៅផ្ដល់ជាយោបល់ជាបច្ចេកទេសជូនគាត់អញ្ចឹងឃើញលទ្ធផលរបស់គាត់ផ្លែរបស់គាត់ទម្រង់ល្អស្អាតហើយខ្ញុំហ៊ាននិយាយថាផ្លែក៏នៅតែសបកស្ដើងល្អមិនមែនស្ដើងដូចលក្ខស្រូវទេតែសបកស្ដើងពេញចិត្តបាទមិនថាមកស្ដើងទទួលយកបានណាគឺស្ដើងពេញចិត្តដែលយើងចង់បានបែបហ្នឹងបាទសបកស្ដើងហើយក៏គាត់ខ្ញុំក៏ចរចាមួយគាត់ដែរតកតងទៅនឹងទិន្នផលដែលប្រមូលបានមិនបាច់ទៅចាំខ្ញុំអ្នកចាត់ចែងបាទអញ្ចឹងលទ្ធផលឃើញទទួលបានបដាមានន័យថារូបរាងផ្លែក៏សមគួរបន្លាក៏ល្អយើងអ្នកទិញជាទូទៅគឺគាត់ហូបសាច់ទេក៏មិនបានហូបសបកទេប៉ុន្តែក៏គាត់មើលរូបរាងសបកដែរតែសមទិញហូបដែរអត់រូបរាងអញ្ចឹងបាទអញ្ចឹងលទ្ធផលដែលយើងបានរំពឹងទុកនោះគឺមកដល់ជាបណ្ដាហើយដោយឡែកសម្រាប់ចកាធំចការបស់អុកញ៉ានោះក៏ឃើញលទ្ធផលថាក្តាប់កាន់ច្រើនហើយទម្រង់ផ្លែក៏ស្អាតដែរប៉ុន្តែដូចជាអ្នកកាត់ផ្លែនោះអត់ទាន់ហ៊ានកាត់អត់ទាន់ហ៊ានតែងខ្ញុំថាអត់ទេផ្លែចាប់ផ្ដើមតុបតែងតាំងពីកកើតក្តាប់ប៉ុន្តែរៀនដៃមកយើងចាប់ដើមតុបតែងបណ្ដាហើយសូម្បីតែការទ្របទំនងក៏តែងដែរក្នុងគោលបំណងកុំឲ្យវាអស់ធម្មពលពីដើមហើយក៏យើងចង់ឲ្យផ្លែហ្នឹងវាមានទម្រង់ល្អទំហំពេញលក្ខណៈស្តង់ដារបាទឥឡូវយើងសូមនិយាយតកតទៅនឹងការដាក់ជីហ្នឹងដែលខ្ញុំនិយាយថាអាយុ65ថ្ងៃដាក់ជីអញ្ចឹងជីដែលខ្ញុំបាននិយាយនៅក្នុងវីដេអូកាលពីសប្តាហ៍មុនគឺបងប្អូនយើងចូលមើលច្រើនជីគឺខ្ញុំជ្រើសរើសយក15សម្រាប់ដំណើរការនៅក្នុងការដាក់ពន្លឿននៅក្នុងការដាក់សាច់ក៏ដូចជាពន្លឿនសម្រាប់ការលូតលាស់ត្រួយថ្មីនៅក្នុងវគ្គនេះធ្វើត្រួយថ្មីបានល្អនៅក្នុងវគ្គនេះថែទាំឲ្យបានដល់ការពារសត្វល្អិតបញ្ជាសត្វល្អិតបំផ្លាញឲ្យបានយើងនឹងមានសង្ឃឹមសម្រាប់ពេលប្រមូលផលចប់ផលិតត្រួយតែមួយជើងក៏យើងអាចនឹងផលិតការបាននៅក្នុងរដូវកាលក្រោយដែរតែបើសិនជាបងប្អូនធ្វើមិនបានត្រឹមត្រូវបងប្អូនធ្វើទៅត្រួយចេញខុសគោលការណ៍ឬក៏ត្រួយមិនចេញអញ្ចឹងយើងរបៀបគេហៅថាសរសេរម្សាមស្មុគស្មាញសម្រាប់រដូវកាលថ្មីហើយបាទសម្រាប់រដូវកាលថ្មីអញ្ចឹងយើងធ្វើទៅតាមគេហៅថាដំណើរដែលយើងអនុវត្តកន្លងមកដល់ពេលនេះគឺយើងដឹងមុនថាយើងត្រូវទៅដើរឲ្យបានទៅតាមអ្វីដែលយើងធ្វើនឹងបាទប៉ុន្តែ MC អត់ឮសលេងនេះ MC ចុចមុតបាត់ទេ
បាទអញ្ចឹងអត់លឺសំឡេងទេឬក៏ខ្ញុំអ្នកបិទខ្លួនឯងបាទអត់ទេអត់បិទខ្ញុំអត់លឺខាងមកនិយាយប៉ុន្តែ MC លឺសំឡេងខ្ញុំនិយាយលឺលោកគ្រូតែឥឡូវលឺវិញលឺមួយម៉ាត់មកអីតែលឺដាច់លឺមិញអត់លឺមកឥឡូវលឺវិញតិចមើលថាអីបាទហ្នឹងហើយឥឡូវMC អត់លឺក៏អត់លឺចុះលឺដងប៉ុន្តែតែសម្រាប់ខ្ញុំធ្វើមិនឲ្យតែបងអ្នកតាមបានទស្សនាបានលឺទៅបានហើយខ្ញុំសាកបើទូរស័ព្ទខ្ញុំតើច្បាស់ដែរបងប្អូនអាចទម្លាក់សំណួរជាបណ្ដាមកព្រោះយើងនឹងធ្វើការឆ្លើយនៅពេលបន្តអូខេ MC អត់លឺមែននៅក្នុងនេះក៏អត់លឺដែរអត់លឺទេអត់បានផ្សាយសំឡេងទៅដល់អ្នកទស្សនាទេលឺបើខ្ញុំលឺខ្ញុំកំពុងតែលឺទៅបាទអរគុណឥឡូវយើងបន្តទៀតតកតងទៅនឹងការដែលយើងវាបង្កបញ្ហាខ្ញុំសូមលើកពីបញ្ហាដែលពាក់ព័ន្ធទៅនឹងដំណើរការនៃការលាស់ត្រួយខុសអ្វីដែលយើងចង់បានចឹងបងប្អូនដឹងថាដំណើរការដែលយើងលាស់ត្រួយនៅក្នុងដំណាក់កាលផ្លែចាស់មានបងប្អូនមួយចំនួនគាត់ធ្វើស្លឹកចង់និយាយថាគាត់ថែស្លឹកអត់បានត្រឹមត្រូវឆេះស្លឹកបាទបណ្ដាលមកពីអាកាសធាតុដើមខ្លាំងឆេះស្លឹកមានបងប្អូនខ្លះបាញ់ថ្នាំសត្វល្អិតឆេះស្លឹកបងប្អូនខ្លះបន្ថយទឹកឆេះស្លឹកបាទអញ្ចឹងនេះជាចំណុចដែលយើងមិនចង់ជួបទេឆេះស្លឹកនេះទាំងផ្លែកំពុងតែប៉ុនអាយុ60 70ថ្ងៃឆេះស្លឹកតោះតែពេលគាត់មិនទាន់ហ៊ានផលិតស្លឹកថ្មីទេគាត់នៅតែគិតថាកន្លោះត្រួយអាចជួបផ្លែអញ្ចឹងឆេះស្លឹករហូតដល់វ័យផ្លែអាយុ90ថ្ងៃស្រាប់ផ្លែចិត្តនឹងចាស់ហើបត្រួយថ្មីដល់ហើបត្រួយថ្មីវាមិនមែនហើបតិចណាវាហើបលក្ខណៈមួយរៀងសំគូមានន័យថាហើបរៀងច្រើនដល់ពេលវាហើបមកអ្វីដែលយើងនឹងជួបប្រទះគឺជំរុះស្លឹកចាស់បាទហើយអាវគ្គដែលវាលាស់ហ្នឹងអាលាស់ដោយសារស្លឹកឆេះហ្នឹងវាមិនមែនលាស់ធម្មតាដូចយើងលាស់ខាងចុងមេឃទេវាលាស់សោះដើមហ្មងមានន័យថាតែក្នុងតែក្រៅនោះចេញក្តៀងចេញអីពេញក្នុងដើមបាទវាលាស់អញ្ចឹងដោយសារអីដោយសារតែស្លឹកអស់ធម្មពលអញ្ចឹងវាលាស់អញ្ចឹងវាជ្រុះស្លឹកចាស់ប៉ុន្តែផ្លែអត់ជ្រុះទេដោយសារវ័យវាដល់ពេលវេលាដែលมันអាចជ្រុះទេអ្វីដែលជួបបញ្ហាគឺយើងនឹងឃើញសង្កេតឃើញថាមានមេឃងាប់បាទមានមេឃងាប់បាទមានបញ្ហាដូចជាស្លឹកលាស់ធប់ទល់លខ្ចីដល់ថ្ងៃកាត់ផ្លែបាទអញ្ចឹងវ័យស្លឹកចាប់ដើមលាស់ព្រួយមកហូរហែទៅផ្លែយើងអាយុ90ថ្ងៃដល់តែពេលផ្លែយើងអាយុបាន110ថ្ងៃព្រួយលា120ថ្ងៃព្រួយនៅខ្ចីអត់តន់ចាស់ទេហើយព្រួយហ្នឹងខ្ញុំធ្លាប់សង្កេតឃើញចកាបងម្នាក់ខ្ញុំធ្លាប់ទៅដល់គាត់ចកាគាត់ហ្នឹងគឺមានផ្លែនៅលើដើមប៉ុន្តែអស់ស្លឹក
ហើយស្លឹកដែលលាស់ថ្មីហ្នឹងគឺសិតតែជាត្រួយថ្មីហើយមិនមែនទៅលាស់នៅចំសញ្ញាមេឃទេចុងមេឃទេវាលាស់តាំងពីគល់មេឃតាំងពីអីទៅស្អីស្កាត់គេហៅថាតរៀនចាប់ដើមបាក់ហៅភាសាមួយថាបាក់ចឹងហេតុផលដែលបាក់ហ្នឹងហេតុផលអីចឹងបងប្អូនត្រូវដឹងថាជារឿងដោយសារតែមនុស្សយើងទៅធ្វើទរណកម្មលើជលភពហើយដែលយើងមិនយល់អំពីវាឬក៏យើងមិនបានបំពេញនៅតម្រូវការរបស់វាឲ្យបានទាន់ពេលវេលាចឹងវាជំរុះស្លឹកចាស់វាលាស់ថ្មីដល់លាស់ថ្មីផ្លែនៅលើដើមកាត់លក់កាត់បានកាត់មកយកមកបន្ទុំមួយអាទិត្យអត់ទុំទេបាទវាចាស់ហើយវាដល់ពេលទៅថាចាស់ទៅកាត់លក់ហើយប៉ុន្តែដែលឡែកសម្រាប់ត្រួយបងប្អូនខ្លះខ្ញុំធ្លាប់ឆ្លងកាត់ប្រឡងមកមានបងប្អូនមួយចំនួនគឺគាត់និយាយហ្នឹងគាត់ថារឿងថាតរេនលាស់ត្រួយគឺគាត់អត់កាត់តរេនលាស់ត្រួយគឺគាត់មិនកាត់ទេឈ្មួញជួញដូរទិញយើងទៅយកទៅលក់បន្តគឺគាត់អត់កាត់ទេដោយសារគាត់ធ្លាប់ជួបបញ្ហាសាច់អត់ទុំសុខចិត្តហេះសបកសាច់នៅរឹងអីចឹងណាបាទនេះជាបញ្ហាដែលយើងឃើញសាច់លឿងកាត់អត់ខ្ចីទេគឺកាត់ចាស់ហើយប៉ុន្តែហេតុផលរំខានដោយការលាស់ត្រួយខ្ចីយើងកាត់ខ្លះនេះជារឿងដែលជាក់លាក់ពិតប្រាកដបាទគឺត្រូវតែសាច់នឹងទុំអត់បានល្អឲ្យយើងទេសុខចិត្តឡើងស្ពោតសបកបើយើងនិយាយសបកវិញឡើងស្ពោតឡើងស្បាត់គោះទៅបើយើងនិយាយភាសាថាគោះយកដងកបិតគោះអាប្រដាប់គោះទៅលឺដឹបនោះគឺទុំហ្នឹងប៉ុន្តែលទ្ធផលជាក់ស្ដែងពេលដែលវះមកសាច់រឹងហើយមួយទៀតបងប្អូនក៏ធ្លាប់ជួបដែរកន្លែងនេះខ្ញុំសូមអានោះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំផ្លែដែលទុំរបៀបគឺថាគ្រាប់រៀងខ្ចីគ្រាប់នៅលក្ខណៈបងការឈូកបន្តិចអាហ្នឹងអត់អីទេតែទុំសបកគ្រាប់នៅរៀងខ្ចីអាយុកាលបើយើងនិយាយថាអាយុវានោះគឺដល់ពេលដល់វេលាដែលយើងត្រូវកាត់ទៅហើយគូននោះក៏វារៀងធ្ងន់មានអារម្មណ៍មួយថាលំសបកហើយប៉ុន្តែស្រាប់ទៅដល់ពេលបន្ទុំឲ្យទុំទៅទុំក៏មិនសូវល្អសាច់វារៀងស្ទើគ្រាប់រៀងខ្ចីទៀតបាទអញ្ចឹងពេលវេលាហ្នឹងគឺដោយសារតែមានផលរំខានទី1បណ្ដាលមកពីការលាស់ត្រួយថ្មីទី2អាចបណ្ដាលមកពីទឹកជោកជាំបាទនេះជាអ្វីដែលយើងកត់សម្គាល់ការកត់សម្គាល់របស់ខ្ញុំគឺយើងធ្លាប់ជួបអញ្ចឹងបាទអញ្ចឹងគោលការណ៍ដែលយើងមិនចង់ឲ្យជួបអញ្ចឹងយើងត្រូវបញ្ជាវាធ្វើម៉េចបង្កើតត្រួយឲ្យបាននៅក្នុងវ័យផ្លែ70ថ្ងៃវ័យផ្លែ70ថ្ងៃមានហើបត្រួយមកគឺជារឿងដែលយើងត្រូវឆ្លោតទៅជារឿងដែលត្រឹមត្រូវរឿងដែលច្បាស់ការថាវានឹងបានលទ្ធផលល្អនៅពេលវេលាប្រមូលផលដោយត្រួយលាស់នៅពេលដែលការយើងបានមួយចង្អុលដៃការពោកដាក់ជីការបានមួយចង្អុលដៃមានលាស់ត្រួយមានចេញដាវមកអានោះគឺជារឿងដែលត្រូវត្រួយនៅទៅលានៅពេលដែលការចិត្តរីកឬក៏អាចការរីកត្រួយលាបាទសំដៅត្រួយលាការរីកយើងនិយាយត្រួយលាមុនចុះអញ្ចឹងជារឿងដែលត្រឹមត្រូវគឺធ្វើអញ្ចឹងមិនបានមានបងប្អូនខ្លះគាត់ថាគាត់តស៊ូធ្វើបែបហ្នឹងគាត់ចង់ធ្វើអញ្ចឹងតែគាត់ធ្វើអត់បានអញ្ចឹងធ្វើអត់បានយើងមានហេតុផលរបស់យើងផ្សេងច្រើនខ្ញុំជឿថាបងប្អូនពេលខ្លះចង់ធ្វើឲ្យបានប៉ុន្តែវាចេះអាចំណុចដែលខ្ញុំក៏សម្គាល់ដែរអត់បានប្រើសារធាតុបិទត្រួយរហូតដល់ត្រួយលែងចេញមួយឆ្នាំអត់បានប្រើទេគាត់សារភាពថាលោកគ្រូនឹងអត់បានប្រើទេប៉ុន្តែហេតុអីអត់ត្រួយមិនចេញជីដាក់ដែរ
đã là hôn nó lên thông tiếp đang tầm trên rồi dương thật đâm thà ta đây bảo dương nó vì chu bành hại đẻ ở bà rư bảo dương nó thật tua vô xa thiên chân ai đẻ dương áo tới hướng bàn này để dương đâm thà dương cái ta tua vừa tránh không có được tam tam cả lại nâng lại bà thấy hết cái bạn lực lại nâng ban chỉ lực chuyển nói nâng á mong ôn thật đâm thà chi để đặt tới ơi và có thật chi nó tự đó cô đang đây cho còn ơi đặt tại trí chế thật đắc tắc chế sáu chế trịnh chế on hai pho lại không có được kết ẩm phí bánh hà xây cả người lại cứ chỉ biết bánh hà đây dương thân bánh hà đây dương thẻm đây dương slide ba đứa ở đây dương thu đá tại đây dương miền chia là xịt lên là xịt một con đá tay tặng đủ một con mới nhưng lọt tay tặng đủ cả đói tắc sra cả đói như cua tập tình nguyện mới là tá tắc vào dưới nguyên này nó còn rất về hạt phần nào trước khả năng là những đại chi đại ấy tây dương trong ban đôi ở đây đây cụ xia lơ lai đôi ở đây MC đại MC tranh đấy các mơ tôi lựa toàn bài cái con ở ban pra là tập phao bọ AMC tê các con trong bán con lưu tần hạt khấu đạn lấy cua ăn PK ăn cua con đắc tạm đó cú đọc với đắc cái đấy cái đấy chưa đã ấy thời cứ ở bán to rồi mình đi bà trong thưa ở đôi tranh chỉ là tập phao ca lút loa con ai đừng khơi nhảy miền mà sao mấy người chỉ miền ở bong sa bong còn chơi từ đó ca bọc giống nhưng mà từ ska lá là vùng tràm tới còn ở bàn châu ca đấy còn chơi đây con đừng khơi nhảy thà tá đầm ná ca này ca lút loa đầm nằm từ đến bọc nhóm nấng tá ở vì lút loa bài nè slap bài nè tôi bài ná hay con được phim slap nó còn nặng hoặc sư con đừng dồn hả tá cả lũ lọ bài nấu việc bị miền hạt hòa này sau bây giờ máy còn lọ đạt nằm cồn chân hạt hòa cứ đầy xài nhóm pra chi cái con được phim đây chỉ được để chậm bà cái con được phim đây trăm bạch tu dương mình man đặt chỉ riêng roan khai cua na ở bán mùi nám đặt của mùi đò mà lỗ mà khai bà anh ấy nhưng sầm đỡ từ lời cài cái của mình đây cho bạn ban thì bà từ đến ấp chứ từ đến lúc loa là ô phong đá đại xa bị bán và tú phạt hiện chấm binh lính chi đã tới đó cô đỡ chi đã tới đó cô đỡ là cô đỡ miền nè còn chi cắt cá có thể hiểu tới từ đến nó khơi từ lo đó lại bà hãy miền nè còn chạm mà phèo tiền còn tha là hù quý từ đấy lo thổi nhòm trắng tích on down đấy thứ ấy là từ đến lo tự on với dương cho ơi từ lo thì lo mau là ba dương miền ca tóc tay mê tóc tay thiên slug ấy từ thì cắt từ mê ra đây mình xong là tốt cắt từ tay từ nhóm nó có chắp ăn tay chia bả vào của rô ca bọc nhóm giúp 3 năm để dương chuyên cho 4 năm là năm sau nhất cứ nhóm vô ấy miền trở lọ mà đào mày té khi ông mặt ban rip cùng ruộng vô ấy nhưng mặt ban rip cùng ruộng vô fly thì con tay việc bàn nó cứ hay là vẹn cào kì chẳng á ấy đám không nó còn núi từ bà chi ăn tiếp là vẹn là thứ fly ca này còn là lấy nước miên là đau tôi mà đau lúc vừa miên mà thấy miên sam sọt đại và chứ nông cạn này để giữ đại trí mình mến khơi chi đơn tạ đặt có thể xoay vô làm cái chỉ nhóm sở xa cho phu con ôn để con phơ ban sầmรับchi thon chỉ và con phơ ban sầmรับchi thon chết nhưng con nhưng cao sở xa
ủa dương ngọn lái dương cho man thom chiếc mong ôn nè tinh để đến cho hô có xả lánh để đến bay pra chi thom chiếc phân mến mình pra đấy nó mình đau ở lúc đó bay thom chiếc đấy nó cứ dương pra đây chấn anh nó pra chi thom chiếc gặp phân mến tại chi nó của mình ta li bay group của môn kỳ mi phong này và chấn kỳ mi thom chiếc kỳ mi tên nào với đôi giặc cứ dương chụp ránh chơi bị thom chiếc được nhỉ hoặc là bờ chi bao nhiêu cái ra sầm vô làm tắc bay vô tắc mũi đầm bay vô ở tắc mũi nó mà đặt dân sờ lấp bất chun bởi dân vậy là thom chiết đặt mà lan mình smart nó chi để dân thưa ban mà bê phong chắc như chuẩn ra như đôi năm đôi chi tắc chẳng chi tắc bông bông thang nó chi tắc ở kỳ mi hai kỳ mi kia sầm dốt tắc một kíp ở nơi tầm một đâu mà cái một đâu nó vô mà lấy tắc một kíp pra vinh đại cái cho bờ lấy đất một đâu một kíp nó mong muốn bây giờ từ thôi chẳng mấy chút là miền cạn đặt chun được bãi của bạn cho kia sầm dốt đầm bấy ở dưới nghi số là con cá đất chỉ chun nghi số là con cá con nom là bọn nó vô từ pra mà chắc như phải vô làm chân nhưng còn thơ đây là một tẹt nhóm còn xem thơ chi tây thom chiết vô pra này còn té chi tây cái đại dương phớ anh phớ nó cô đại tẹt hoặc dương phớ dương mà lít xong tốt ai là họ đó 3 lít dương lên tặng một kịp 3 lít lên tặng một kịp cái chán ai bây giờ thì đất chun hơi ngay bạn mình sửa thì bà mà can nó lên tặng bàn mà can lên tặng bàn đọc kịp như phụ thì họ chứ mà can lên tặng bàn đọc kịp cho dưới tặng đọc đó nó hình như là mặt can không và nó mặt can lệ lại mình sửa lên bà chứ phía xa trong trong bay chạy ở đại tha kỳ mỹ hay nó thòm triệt bà chấn chi thòm triệt chi kỳ mỹ có thôi trên bị thòm triệt này tái con là tha dưỡng thử kết ẩm phí và lát tập khoa đại dương mình vua ra gọt đài bà mình men tha ố khi mà xa là kỳ mỹ là o tập o rồi rồi chân biêu mình apply tại đến đại non đó đồng bọn lũ hỏi bài được thì chú mà quên đi và chấn kỳ mỹ có biến kỳ mỹ để giữ một khu ra đây và tương ha họ ấy mình nói với ai cầm nót chụp Visna cầm nót ở giúp ca bóc từ năm tới ban cầm nót ban tái dưới cùng trong ban cầm nót ban phi và đưa cùng trong ban là cầm nót ban trong ban tam đặc biệt khai tom ở trầm trời mình thì họ tha dưới cầm nót mà nói là chèn dưới cầm nót ban phải chạy cái tết kia là dưới cầm nót ban mà ao là chèn chỉ đặt khác ban là ban còn tay dưới ọt vô dưới ọt trong ban chẳng ấy tại sao ấy dưới khai được ngọt đến khai được khó khăn năm cao tiếp được ban vai si ban chùm nô chẳng dưới cầm nót bán cô ta cầm nót tam bái trâm của mán chứ học sắp chất sắp hiện rồi chỉ mũi việt tại bà nên chia với đặt trong cho lướt vô mầm gì chắc mong ôn cô ta thật bơ cầm nót ban bài nông phi cô cùng chọn ban nhưng mà chọn ban trong lái bờ sân kia mà đá cầm nót pha vô mà rồi đâm tầm rồi nó cho ta vị thi sạch lại ba ló mà rối pin mà rồi đèn đỏ con mưa giúp đau dương phòng và tá cu vô phần đằng bàn ở bà sân thì dương cầm nót ban ba tham mà rối dương thì tuần tích mò cùng rừng về bà sân bị chủ khăn so càng sắp so bẹt sắp chưa đường là lò anh ấy nhiều cơ thể chặt mình của đại sa ấy bật trôi ở trôi tránh phải trôi thế còn tay dương ở trong bật ở đại khai được khôi lập trả chẳng dừng phơ từ tám sự hiệp ca
លោកឡំជាមួយនឹងបណ្ដាការថតជាតិបើអត់ទឹកបើថយទឹកឲ្យដល់អន់ដើមប៉ុន្តែផ្លែកាន់ចង់បានផ្លែធ្វើដើមឲ្យអន់តោះកាន់ច្រើនបាញ់បិទត្រួយឲ្យជាប់កុំឲ្យត្រួយចេញផ្លែកាន់ល្អកាន់តែដល់ទៅពេលលទ្ធផលដែលទទួលបានវាអាចប្រឈមនឹងឆ្នាំក្រោយត្រេតយើងមានជំងឺឬក៏អាចកាត់ហើយអន់ជ្រុលលឹកមកតែម្ដងបាទអញ្ចឹងលុះត្រាតែយើងមានការអមជាមួយនឹងដំណើរការផងដូចខ្ញុំគ្រាន់តែឃើញត្រួយខ្ញុំបាញ់នៅក្នុងការជំរុញការលាត្រួយតែខ្ញុំអត់បាញ់ខ្ញុំអត់ព្យាយាមបាញ់ពពួកលេខ N0 នេះចំពោះខ្ញុំណាបងប្រើអូខេអត់អីទេស្រែកលើបងទៅតែបើខ្ញុំអត់ចង់ប្រើដាច់ខាតគឺខ្ញុំបើថាមិនចាំបាច់ស្គាល់ថាដល់ពេលវេលាដែលវាលាស់ត្រួយយើងមើលពេលហើយយើងមើលក្តាប់របស់យើងដែរហើយត្រួយនោះវាចេញបានប្រភេទណាហើយស្លឹករបស់យើងមានចំនួនប្រមាណនៅលើដែរវាមានកម្រិតល្អប៉ុណ្ណានៅដែរព្រោះស្លឹកយើងច្រើនខ្ញុំបាញ់តែ5 15បាទអែលតែប៉ុណ្្នឹងទៅស្លឹកហ្នឹងវាមកដែរប៉ុន្តែវាមកវាយឺតបន្តិចតែបើបងប្អូនខ្លះស្លឹកអន់ហើយទៅរើសយកអា N0 មកប្រើទៀតក៏វាប្រឈមដែរវាប្រឈមបាទខ្ញុំនិយាយនេះមិនមែនទៅប្រអាប់បងប្អូនមិនឲ្យប្រើកម្រិត N0 ទេបាទមានក្រុមហ៊ុនមានជីឆ្នាំគីឡូមានគីឡូគ្រប់គ្នាសូម្បីតែថាក្រុមហ៊ុន AMC ក៏អាចនឹងផលិតបានដែរ N0 ប៉ុន្តែគាត់ថាទម្លាប់របស់ខ្ញុំជាបទពិសោធន៍របស់ខ្ញុំមិនដែលណែនាំកសិករឲ្យប្រើដល់ទៅពេលអញ្ចឹង MC អត់បាននាំចូលមកឲ្យយើងប្រើទេបាទ AMC គឺនាំយកតែប្រភេទណាដែលខ្ញុំអាចថាណែនាំជូនបងប្អូនប្រើទៅគឺលទ្ធផលល្អគឺយើងប្រើតែប៉ុណ្ណឹងសម្រាប់ដំណើរការលូតលាស់អញ្ចឹងដែរដែលនៅក្នុងវគ្គដែលយើងធ្វើស្លឹកនេះវគ្គប្រេនដែលយើងចិត្តថ្ងៃហ្នឹងយើងចាប់ផ្ដើមបាញ់ស្លឹកដែរពពួកជីទឹកដែលយើងត្រូវបាញ់ស្លឹកហ្នឹងគឺខ្ញុំប្រើចំនួនតែ2មុខទេបញ្ចូលគ្នាពេលហ្នឹងគឺខ្ញុំប្រើតែ15 បូកជាមួយនឹងស៊ូស៊ូកូនល្អមែនតើបាទបើសម្រាប់កូនតរេនរបស់ខ្ញុំវិញគឺខ្ញុំបាញ់ជាប្រចាំឃើញស្លឹកមកល្អហើយក្រាស់ហើយរៀងត្រួយមកគឺវែងអាចថាត្រួយចេញបានល្អស្រស់ល្អច្រើនអញ្ចឹងយើងនឹងធ្វើបន្តទៀតសម្រាប់ដើមធំបាទដើមធំគឺយើងចាប់ដើមដាក់ជីក៏ដាក់បាញ់លើស្លឹកក៏បាញ់គេហៅថាដំណើរការនៃការលូតលាស់ពេលនោះគឺយើងធ្វើដំណើរការនៃការលូតលាស់ឲ្យត្រេកបាទដាក់ជីអិនខ្ពស់ហើយវគ្គនេះប្រហែលជាខ្ញុំនឹងមិនដាក់កែប្រែគុណភាពដីហើយនឹងអាហាររងទេដោយសារខ្ញុំទៅដាក់ខ្ទង់ប្រមាណជាសប្តាហ៍មុននេះឯងបាទអាចនិយាយបានថា10ថ្ងៃមុននេះទេដោយសារសភាពការដែលយើងត្រូវដាក់ហ្នឹងដូចខ្ញុំខកបន្តិចព្រោះពេលដែលការពកហ្នឹងគឺខ្ញុំដាក់យើងអត់និយាយពេលការរីកបានប្រហែល 4-5 ថ្ងៃហ្នឹងខ្ញុំដាក់ម្សាដាក់អាហាររងឲ្យកែប្រែគុណភាពដីដូចដៃគ្រូសាហ្នឹងគាត់រៀងលោកគាត់ដាក់ដល់4 គីឡូដល់ទៅពេលក្រោយពេលក្តាប់យើងអាយុ35ថ្ងៃដែលខ្ញុំថាដាក់ម្ដងទៀតយើងជ្រុលមកដល់ជិត50ថ្ងៃដាក់ម្ដងទៀតចឹងគាត់ដាក់ច្រើនដែរដាក់4 គីឡូដើមយើងនឹងធ្វើដែរ3 គីឡូទៅ4 គីឡូឥឡូវហ្នឹងកម្រងការដាក់ម្ដងទៀតនៅថ្ងៃស្អែកខាងស្អែកនេះគឺយើងដាក់តែ15 ទេហើយយើងដាក់ចំនួនប្រមាណជា3 គីឡូហើយតាមមកជាប់ឃើញផ្លែតរេនខ្ញុំធំក៏យើងនឹងតាមមើលថាតើវាធំនឹងដោយសារអីដែរបាទអញ្ចឹងការប្រើប្រាស់ជីថ្នាំជារឿងដែលចាំបាច់យើងត្រូវតាមដានហើយដល់ពេលអាតូចរបស់ខ្ញុំដាក់ជាប្រចាំហើយខ្ញុំលាយជាប្រចាំផងដែរបាទដាក់1 គីឡូមួយដើមឥឡូវនោះឡើងដល់1 គីឡូដើមធំMC អញ្ជើញបើសិនត្រូវមានឱកាសអញ្ជើញមកនឹងឃើញថាដើមខាងកើតហ្នឹងវាលូតលាស់បែបណា
thông thông và thông thông ចា ដើមប៉ុន ទៅលោកគ្រូទៅ បាទដើមប៉ុនផ្លូវដើម ចា ទៅនិយាយរួមទៅប៉ុនផ្លូវប៉ុនគូនជើងវាអាចតែឆ្នាំក្រោយគឺយើងអាចយកផ្លែបានមួយដើម20ឬក៏30ផ្លែតាមដើមទូចដើមផងដែរ ចា បាទអញ្ចឹង ចា វគ្គនេះដែលយើងនិយាយអំពីវគ្គដំណើរការនៃការលូតលាស់នេះចាំបាច់ត្រូវតែដាក់បាទខ្ញុំដាក់ N ខ្ពស់ខ្ញុំនិយាយនៅក្នុងវីដេអូបង្ហោះរបស់ខ្ញុំក៏ខ្ញុំលើកឡើងដែរថាខ្ញុំដាក់15 5 5 N ខ្ពស់បើបងប្អូនមិនបានដាក់អាហារហើយកែប្រែគុណភាពដីនៅវគ្គកន្លងមកគឺថាវាយូរដែរលាយតែមកទៅពេលហ្នឹង ចា លេខ3មុខហ្នឹងបញ្ចូលគ្នាទៅពេលដែលយើងលេខដាក់ចូលទៅវាល្អតែខ្ញុំនិយាយថាលូតលាស់មានបងម្នាក់គាត់សួរមកហើយខ្ញុំមិនទាន់បានឆ្លើយទៅគាត់ទេសុំទោសដែរបងដោយសាររវល់ខ្ញុំព្យាយាមឆ្លើយអង្គុយប្រជុំបដាឆ្លើយបដាមួយបងប្អូនមួយចំនួនដែលគាត់បង្ហាញលទ្ធផលមកផងគាត់សួរផងពិសេសបងស្រីនៅស្រែវាក៏គាត់សួរនាំមកហើយឆ្លើយឲ្យគាត់ហ្នឹងក៏មិនទាន់បានដិតដល់ដែរបាទអធិស្ឋានហើយនៅពេលដែលយើងដាក់3មុខនឹងបញ្ចូលគ្នាទៅគឺយើងស្រោចទឹកចាក់ដើមឡើងបាទឡើងទឹកទៅបងប្អូនអត់បញ្ហាទេពេលនេះដាក់មកពេញចិត្តទឹកដើម្បីអីផ្លែបើសិនជាទឹកដិតដល់ហើយយើងចូលផ្លែ65ថ្ងៃឡើងទៅដាក់ទឹកដិតដល់វាយជីឲ្យបានដិតដល់ផ្លែធំលឿនណាធំលឿនបាទធំលឿនទំហំផ្លែនឹងចូលស្តង់ដាររបស់យើង4គីឡូកន្លះ3គីឡូកន្លះ4គីឡូកន្លះគឺអាចថាស្តង់ដារអតិថិជនក៏ដូចជាឈ្មោះដែលគាត់យកទៅលក់គឺគាត់ពេញចិត្តនឹងទំហំផ្លែកុំឲ្យ1គីឡូកន្លះហើយបាក់លក់ហើយដែលខ្ញុំនិយាយលើកឡើងអំពីបងដែលគាត់សួរគាត់បាញ់រូបត្រេនមកអន់ក្រិនមិនចង់លូតលាស់ថាលោកគ្រូជួយមើលឲ្យផងហើយត្រូវធ្វើឲ្យខ្លះខ្ញុំហ៊ាននិយាយទុកមុនថាបងចាំដើរជាមួយខ្ញុំបាទដើរជាមួយខ្ញុំជំហានណាខ្ញុំដើរបងដើរជាមួយខ្ញុំបងនឹងឃើញលទ្ធផលក្រោយយ៉ាងយូរអាចថា10ថ្ងៃបើត្រួយមិនលាស់ក្រោយ10ថ្ងៃនឹងឃើញត្រួយលាស់ស្លឹកដូរពណ៌ប្រែពណ៌មកល្អហើយមិនមែនយកគីមីសុទ្ធសាធទៅប្រើទេមានន័យថាយើងយកប្រភេទគីមីសរីរាង្គឬក៏អាចនិយាយបានថាយកប្រភេទជំនួយឬកែប្រែគុណភាពដីហ្នឹងហើយនឹងអាហាររងបូកជាមួយនឹង NPK 15 55ឃើញលទ្ធផលល្អប្រសើរបាទព្រោះដោយសារអីដីរបស់យើងដែលបងក្រិនហ្នឹងអាចពីមុនមកបងប្រើប្រាស់ទឹកប្រភេទទឹកដូងពីដូងមកស្រោចដែលដឹងថាទឹកហ្នឹងវាល្អកម្រិតណា អ្នកតាមថ្ងៃនេះអ្នកតាមមើលវិលមកវារៀងល្អលោដល់ហើយស៊ូ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 ទាំងអ្នក like ស៊ូស៊ូទាំងអ្នកមើលស៊ូស៊ូបងប្អូនស៊ូស៊ូស៊ូមែនបងសុភីស៊ូមែនចុចភ្លាមចូលភ្លាមចុចភ្លាមចូលភ្លាមស៊ូបងត្រូវតែស៊ូពួកខ្ញុំអត់ចង់អាក់ខានបងចានិយាយមួយម៉ាត់ថាអត់ចង់អាក់ខានព្រោះជាពេលវេលាដែលសំខាន់បងប្អូនត្រូវតែស្វែងយល់បន្ថែមដើម្បីយើងបញ្ចប់កងពាន់ឈ្នះហ្នឹងហើយអញ្ចឹងខ្ញុំអត់ចង់ខានព្រោះអីខ្ញុំខានថ្ងៃសុកម្ដងហើយអញ្ចឹងថ្ងៃអង្គារនេះខ្ញុំអត់ចង់ខានទៀតទេខ្ញុំនឹកបងប្អូនផងហើយចង់ចែកម្លែកនៅក្នុងវគ្គហ្នឹងផងចាហើយអឺមានតរៈចុះខែអញ្ចឹងក៏ឆ្លៀតចាឆ្លៀតឡាយជួបបងប្អូនដើម្បីកុំឲ្យខានយូរពេកខ្លាចបងប្អូននឹកហ្នឹងណា
lòng mà tất bánh miền mong rồi còn thằng mà xua mà dai mặt em sĩ riêng là ô khổ su 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 từng mắt nè បាទ ចា ហ្នឹងហើយឥឡូវយើងអាចនឹងឆ្លើយសំណួររបស់ បងប្អូនហ្មង បងប្អូនយើងមកបាទខ្ញុំឆ្លើ មិន យ ខ្ញុំដាក់ live មិនខ្ញុំចុច live ហើយដល់ពេលលោកគ្រូខលមកវានៅក្នុងទូរស័ព្ទហ្នឹងព្រោះ អូ ខេបវាអត់មានចាវាអត់មានខ្ញុំអត់មានប្រើកុំព្យូទ័រណាដល់ពេលចឹងទៅវានៅក្នុងប្រព័ន្ធតែមួយ អូយណាឥឡូវនៅទីណានៅខេត្តណា នេះចុះមកបងចុះមកខាងផ្ទះស្រួងភេរី អូ កីឡាចាកីឡាកាលនេះ snooker អត់ទេគាត់នៅខាងកំពង់ចាមដែរតា គាត់ កំពង់ចាមនៅស្រុកអីទេ សួងអីសួង អូ មុំហ៎ អូឆ្លងស្ពានគីសូណាទៅយ៉ាងនៅចិត្តនេះទេចឹង ចិត្តហ្នឹងដែរតា ទៅចូលលេងបងនឹងប្រមុខបងទៅយ៉ាង ដឹងអីគាត់អីមានតរៈគាត់ថាគាត់ចង់មកចុះមកចែកនេះចែកផលិតផលអីឲ្យបងប្អូនអញ្ចឹងណាមកមួយផ្លែហ្នឹងតែប៉ុន្តែថាអត់មានកម្រងថាមកទេស្រាប់តែពេល អញ្ចឹងយប់នេះត្រូវឡើងទៅភ្នំពេញវិញយ៉ាងម៉េច អត់ទេស្អែក សម្រាប់នៅនេះយប់ ចាចាំមិនសម្រាប់នៅហ្នឹងឡាយហ្នឹងណា អូអញ្ចឹងគឺវីត្រូវឡើងទៅ គាត់ឡើង ពេញដែរ ចាគាត់ឡើងទៅពេញស្អែកវិញដែរហើយទៅដល់គាត់ទៅកូរ៉េហ្មង តារាស្នូកឃើ ចា ចាំ តារាស្នូកឃើ តារាស្នូកឃើ ចាំដល់ពេលវគ្គផ្លែតរេណាចាំយើងចុះចាខ្ញុំនាំកូរ៉េទៅជាការនាំកូរ៉េទៅជាការគ្រូ ហ្នឹងហើយអរគុណ ចា បាទឥឡូវបងអញ្ជើញចូលមកវិញបងប្អូនដែលគាត់ដាក់សំណួរអញ្ជើញចូលមកវិញមកជាទៅមិនឃើញគាត់បានច្រើន តរបានចិត្តច្រើនហងអីរអារអួលហ្មងដងនេះបាត់ភ្ញៀវហើយ បាទ ចាបាត់ ខ្ញុំ ទេ សៀមម្ដងទៀត សៀមម្ដងទៀត ហ្នឹងហើយកុំឲ្យដល់យើងឆ្លោយទៅអ្នកដែលត្រូវទទួលសំណួរហ្នឹងគាត់ត្រូវបាទ ចាលឺច្បាស់ហ៎គ្រូ បាទច្បាស់មិញអត់លឺ MC អត់លឺហ្មងមិញ អញ្ចឹង ហេតុផលអីបានជាដែរ អត់ដឹងខ្ញុំចេះតែនិយាយតែឯងអញ្ចឹងទៅចឹងហើយលោកគ្រូនិយាយចឹងទៅហើយខ្ញុំនិយាយតែឯងអញ្ចឹងទៅ ខ្ញុំនិយាយតែខ្ញុំ MC និយាយតែ MC ប៉ុន្តែគាត់ថាខ្ញុំស្ដាប់នៅក្នុងទូរស័ព្ទរបស់ខ្ញុំស្ដាប់ឮសំឡេងរបស់ខ្ញុំតែដល់ពេលសំឡេង MC អត់ឮ ចាឥឡូវលឺហើយឥឡូវលឺណាគ្រូ បាទ ចាឥឡូវយើងឆ្លើយសំណួរបងហូហាយហ្មងទៅ បាទឥឡូវខ្ញុំជម្រាបជូនប៉ុណ្ណឹងហើយយើងនឹងមានព័ត៌មានបន្តទៀតតើតើនឹងការនៃការថែទាំទៅមុខទៀតបាទ បងប្អូនអត់ច្បាស់ឆាតចូលពេកទៅតែមចា បាទយើងអាចឆ្លើយសំណួរទៅហើយខ្ញុំនឹងរៀបរាប់ពាក់ព័ន្ធទៅនឹងដំណើរការនៃការថែទាំនឹងបន្ថែមបូកបាច់លេខកើតទៅបានច្រើនបន្តទៀតបាទយើងនឹងចប់ដល់ម៉ោង 10 បាទចប់ដល់ម៉ោង 10 ចាប់ដល់ម៉ោង 10 អញ្ចឹងមុននឹងសួរសំណួរខ្ញុំចង់បញ្ជាក់លោកគ្រូថាពេលវគ្គដែលយើងផលិតផ្លែផលិតត្រួយនៅក្នុងវគ្គផ្លែអាយុ70ថ្ងៃនេះគឺមិនមែនដើម្បីការពារក្តាប់ជ្រុះទេលែងជ្រុះហើយពេលហ្នឹងណាតែគោលបំណងរបស់យើងក្នុងពេលផលិតត្រួយហ្នឹងតើយើងមានគោលបំណងអីផលិតត្រួយអាយុ70ថ្ងៃនេះចាគោលបំណងដើម្បីអីយើងបកស្រាយបន្តិចនៅក្នុងចំណុចនេះ វាដូច ដើម្បី ជាសំណួរដែរលោកគ្រូ បាទ ហ្នឹងវាដូចជាសំណួរចា សង្ស័យ
បាទនៅក្នុងដំណាក់កាលពេលវេលាអាយុ70ថ្ងៃនេះបើយើងនិយាយទៅថាវាចូលកងភ័ណ្ឌទី2ហើយចាបាទកងភ័ណ្ឌទី2ហើយយើងឆ្លងផុតនៅបញ្ហាតែវានឹងកើតមានឡើងគឺឆ្លងផុតទៅបញ្ហាដែលគេហៅថាលាស់ត្រួយជ្រុះបាទលាស់ត្រួយមកធ្វើឲ្យផ្លែហ្នឹងវាបាត់ការលូតលាស់ត្រួយធម្មពលធ្វើឲ្យផ្លែជ្រុះហ្នឹងមកដល់ថ្ងៃនេះអាយុយើងនិយាយរួមទៅឲ្យតែថាឈប់ឲ្យដល់60ថ្ងៃហើយអត់ឃើញត្រួយឈានដល់ជំហាន60 65ថ្ងៃនឹងអត់ទាន់ឃើញត្រួយជារឿងដែលឆ្លងផុតហើយយើងព្រួយខ្លួនហើយបាទចាំដល់ពេល70ថ្ងៃវាមានហើយក៏យើងអត់មានភ័យខ្វល់ខ្វាយអីទេដែរមានតែជំរុញអញ្ចឹងនៅក្នុងវគ្គដែលយើងនឹងធ្វើត្រួយនេះមិនមែនតែធ្វើត្រួយមុខទេអាពេលដែលយើងដាក់ជីហ្នឹងគឺយើងដាក់ជីក្នុងគោលបំណងឲ្យផ្លែយើងរីកធំធាត់ល្អហើយយើងដាក់ទឹកបានដិតដល់បាទទឹកចាប់ដើម100%បងប្អូន 100%អញ្ចឹង 100%ជះចេញទៅក្រៅសម្រាប់មេឃជាលក្ខខណ្ឌធម្មតាដូចនៅវ័យដែលយើងទ្រព្យយកចាមិនតរីកការតរីកយ៉ាងដែរបាទចាតែយើងដាក់បបោហើយជីក៏យើងបានដាក់ហើយខ្ញុំក៏សូមនៅតែលើកទឹកចិត្តថាបងប្អូនដាក់ជីបើខ្ញុំពេញចិត្តនៅ1555គូប្រើ1555វាឃើញប្រសិទ្ធភាពល្អបាទពេលដែលយើងដាក់ជីហើយយើងដាក់ទឹកដិតដល់អញ្ចឹងត្រួយចាប់ដើមចេញដែរតែបើធំត្រួយក៏ចេញតែត្រួយចេញពេលហ្នឹងយើងត្រូវរូបរះប្រើប្រាស់សារធាតុថ្នាំបើត្រួយឲ្យធំល្អហើយការពារត្រួយឲ្យជៀសផុតពីសត្វល្អិតបំផ្លាញបាទព្រោះស្លឹកពេលហ្នឹងជាស្លឹកវគ្គមួយសម្រាប់យើងវគ្គទី2ជើងទី1សម្រាប់យើងក្នុងចាជាទុនសម្រាប់ក្នុងការផលិតស្លឹកមួយជើងទៀតឈោងទៅចាប់យកនៅវគ្គផលិតខែការឲ្យបានលឿននៅក្នុងរដូវកាលក្រោយបាទទោះបីមិនបានចំខែដែលយើងកំណត់តែវាបានមុនគេបាទទោះបីវាមិនចំចង់និយាយថាទោះបីថាវាមិនចំគោលដៅដែលយើងបានកំណត់ប៉ុន្តែយើងនៅតែឈានជំហាននៅពីមុខគេបាទដើមមុខគេតែយើងចង់បានអញ្ចឹងព្រោះម្ចាស់ចំការទូទៅចង់បានមុនងាយស្រួលនៅក្នុងការរកទីផ្សារបាទងាយស្រួលក្នុងការរកទីផ្សារហើយចង់បានមុននឹងទៀតសោតមុនដែលត្រឹមត្រូវមិនមែនមុនផ្លែមិនល្អអត់មានទីផ្សារដូចគ្នាមុនផ្លែអត់ឆ្ងាញ់ក៏អត់មានទីផ្សារមុនសបកក្រាស់ក៏អត់មានទីផ្សារអញ្ចឹងក៏យើងមុនតែយើងក៏មានគុណភាពល្អបាទទៅទីផ្សារគេត្រូវការអញ្ចឹងគោលការណ៍ដែលខ្ញុំនឹងធ្វើជារៀងរាល់ឆ្នាំគឺខ្ញុំធ្វើអញ្ចឹងបងប្អូនត្រូវដឹងថាបើសិនជាយើងបណ្ដែតបណ្ដោយស្លឹកយើងមិនត្រឹមត្រូវស្លឹកយើងឆេះស្លឹកយើងមានបញ្ហាស្លឹកយើងអន់គ្មានគុណភាពដោយសារពីជាក្រហមស៊ីយើងនឹងមានស្លឹកមួយជើងដែរតែស្លឹកយើងអត់សូវល្អទេដោយសារវាអត់មានស្លឹកគោលវាអត់មានស្លឹកចាស់ដែលជាអ្នកដែលនៅធ្វើរស្មីសង្យោគយកអាហារមកចិញ្ចឹមហ្នឹងយើងកាន់ស្លឹកចាស់យើងអន់គាត់តែចាប់ដើមលាស់គាត់តែចាប់ដើមចេញដើមមកអាស្លឹកចាស់នោះជ្រុះរូបបាទអញ្ចឹងយើងអត់សង្ឃឹមថាបានស្លឹកមកវគ្គដែលយើងចង់បាននោះទេអញ្ចឹងបើសិនជាយើងធ្វើតាមលំនាំត្រឹមត្រូវកន្លងមកស្លឹកចាស់យើងក៏មិនខូចហើយស្លឹកថ្មីយើងនឹងផលិតបាននៅវគ្គផ្លែយើងក្រោយ70ថ្ងៃពេលដែលយើងផលិតបានដល់វគ្គកាត់ផ្លែស្លឹកយើងពេញល្អកាត់ផ្លែអស់ដាក់ជីមួយជើងទៀតសម្រាប់ជីលូតលាស់ស្រោចទឹកឲ្យបានជោគជាំឬក៏ពេលនោះដល់ពេលយើងប្រមូលផលហើយមានភ្លៀងហើយ
cứ chiềuពេលដែលយើងត្រូវថែទាំលក្ខណៈលូតលាស់ខ្លាំងអញ្ចឹងលូតលាស់មួយតាមមួយជើងមកទៀតអាចនិយាយថាបបោរៀនរបស់យើងពោពេញទៅដោយគុណភាពពោពេញទៅដោយសុខភាពល្អយើងនឹងអាចមានឱកាសក្រោយអាស្លឹកវគ្គកាត់ផ្លែអស់ហ្នឹងមានស្លឹកវគ្គចេញមួយសារទៀតហ្នឹងក្រោយស្លឹកហ្នឹងចាស់យើងអាចដាក់អិនទៀតបានដែរមើលសភាពការដើមរបស់យើងអាចថាទទួលយកបានហើយដាក់អិនទៀតយកតែម្ដងហើយដាក់អិនទៀតហ្នឹងបើសិនជាវានៅភ្លៀងវានឹងលាស់ត្រួយមួយជើងទៀតដែរវាមានត្រួយមួយជើងទៀតដែរប៉ុន្តែគុណអិនទៀតដែលខ្ញុំធ្លាប់ឆ្លងកាត់អនុវត្តកន្លងមកអត់បាត់តាណាទេចង់និយាយថាវានៅតែឃើញលទ្ធផលឲ្យយើងនៅពេលដែលមេឃស្ងួតហួតហែងផ្ដាច់ទឹកគឺមានពន្លកផ្កាបាទមានពន្លកផ្កាអញ្ចឹងសម្រាប់ខ្ញុំនៅតែនិយាយគ្រប់គ្រងនៅអ្វីដែលខ្ញុំបានធ្វើព្រោះនៅវគ្គឆ្នាំ2023-24ខ្ញុំបានដាក់ជីនៅដើមខែ9ពាក់កណ្ដាលខែ9ណាដូចគ្នាលទ្ធផលរបស់ខ្ញុំការទៅចេញពេលអុំទូចអញ្ចឹងមានន័យថាវារហូតដល់ក្រោយដាក់ជីហើយក្រោយដាក់ជីថ្ងៃទី20ខែ9យើងមកឡងមួយខែ10តែប៉ាត់2ខែទៅដល់ដើមខែ11ទៅមានប្រឡប់តាចាថ្ងៃ10ខែ11បានមានតាអញ្ចឹងវាចូលដល់2ខែចាដល់ឆ្នាំនេះដូចគ្នាដែរឆ្នាំនេះដាក់ដើមខែ9ថ្ងៃ20ខែ9សតកាវាទៅចេញនៅក្នុងថ្ងៃ20ខែ11ថ្ងៃ20ខែ11ដូចអញ្ចឹងចាទោះថាគុណភាពជីបាត់ទេបាត់មិនបាត់អត់ដឹងទេដឹងតែបានការនៅក្នុងពាក់កណ្ដាលឬក៏ចុងខែ11បាទពាក់កណ្ដាលខែ11បង្ការខ្ញុំរីកនៅពាក់កណ្ដាលខែ11អញ្ចឹងឃើញប្រសិទ្ធភាពថាវាចេញគឺវាចេញបានពេញតម្រូវការដែលយើងចង់បានពុតប្រកបមែនបាទអញ្ចឹងបើសិនជាចែកដល់ដំណាមួយយើងដាក់នៅក្នុងកំឡុងថ្ងៃ1ខែ9ថ្ងៃ20ខែ9ស្រោចជីលេខអស់ស្រាប់តែពាក់កណ្ដាលខែ10រាំងនោះជាឱកាសមានមួយទៀតដែលយើងអាចឈោងចាប់ផ្លែបានទុំនៅពេលបុណ្យចូលឆ្នាំបងប្អូនឲ្យតែផលិតបានផ្លែបានទុំនៅក្នុងកំឡុងពេលបុណ្យចូលឆ្នាំបងប្អូនមិនបាច់ភ័យទៅក្នុងការលូកមិនបាច់ដឹកចេញមិនបាច់ទៅហៅម៉ួយទិញតោនទេកាត់តែលូកក្នុងចង្ការក៏លូកមិនទាន់ផងធ្វើឲ្យបានទុំពេលចូលឆ្នាំគេកំពុងតែតាមដានក៏ដូចជាយើងជិះទុកដាក់តែតតរៀននាំចូលហើយយើងអត់មកណាព្រោះយើងកាត់នៅផ្លែហើយពេលចូលឆ្នាំវាជារដូវកាលហើយអញ្ចឹងយើងងាយស្រួលនឹងមកការលក់ឲ្យហើយជាទូទៅហើយចូលឆ្នាំបងប្អូនយើងពីនេះពីនោះមកជួបជុំក្នុងស្រុកក្នុងភូមិគាត់ចូលទៅលេងទៅ selfie ទៅទិញញ៉ាំយើងស្រួលលក់ទៀតចាឡាញល្អចាអញ្ចឹងទុំក៏បានត្រឹមចូលឆ្នាំឬក៏អាចក្រោយចូលឆ្នាំបន្តិចក៏មិនសូវជាមានផលវិបាកដែរអត់តែដល់បាទយើងចង់បានអញ្ចឹងហើយបើសិនជាថ្ងៃយើងថ្ងៃដល់ពេលយើងការយើងរីកនៅក្នុងពាក់កណ្ដាលខែ1អញ្ចឹងយើងដល់ពាក់កណ្ដាលខែ5បានយើងអាចប្រមូលផលអញ្ចឹងយើងក្រោយចូលឆ្នាំមួយខែបើទុំពេលចូលឆ្នាំយើងសប្បាយជាមួយនឹងបងប្អូនអ្នកអញ្ជើញមកលេងស្រុកតែគាត់ថាយើងគ្មានឱកាសម្ចាស់ចការទៅនេះគឺគ្មានឱកាសនៅក្នុងការដើរកំសាន្តវាកំសាន្តនៅក្នុងការហ្នឹងទៅចាអូខេឥឡូវយើងធ្វើសំណួរតើបាទចាឥឡូវយើងចាប់ផ្ដើមឆ្លើយសំណួរជូនគាត់ចាប់ផ្ដើមពីបងសុខាអេងចាសុខាអេងគាត់ថានៅពេលដែលមានក្តឹបតើមានសារធាតុអ្វីសារធាតុអ្វីទៅលើស្លឹកលោកគ្រូតែយើងគួរប្រើសារធាតុអ្វីទៅលើស្លឹកអញ្ចឹងណាតែគាត់ភ្លេចប្រើទៅសេថាពាក្យប្រើសុខាអេងជាពូនៅខាងណាខាងចំភ្លេចគាត់ឆាតសួរទុករហូតនៅសយ៉ងអញ្ចឹងតែវាអត់ដឹងទេបាទមែនទេអត់ដឹងដែរចាអូខេឥឡូវសូម
về trốn tú là Dạ. không lại còn ở dụng mà គាត់អត់បញ្ជាក់ថាក្តាប់គាត់អាយុប៉ុន្មានហងគាត់គាត់តែ bây ថា đập ថា bây giờ វ័យ nghề ក្តាប់ luôn tới bây ចា đập bơ sầm nhóm អាច ខ្ញុំ 30 ប្រាអិនតិច ថ្ងៃ40ថ្ងៃអីហ្នឹង បាទខ្ញុំ ពី ប្រាអិន ពី តិច ចាពងទាពងមន់ដល់ បាទចឹងចំពោះខ្ញុំប្រើអិនទៀត5 5 15 ចា វាជាមួយខៃតូសានហើយនឹងស៊ូស៊ូកូបាញ់ទៅលើជាប្រចាំបែបនេះគឺធ្វើឲ្យស្លឹកយើងនោះល្អលោកភ្លឺហើយវាពន្យាការចេញត្រួយផងចាបាទហើយបន្តមកតើតើទៅនឹងបាញ់ក្តាប់ក្នុងខ្ញុំប្រើស៊ូស៊ូកូបាទស៊ូស៊ូកូហើយគាត់បញ្ជាក់ដែរថាក្តាប់គាត់អាយុ15ថ្ងៃគាត់ទៅបញ្ជាក់មកបាទ15ថ្ងៃបាញ់ដូចខ្ញុំជម្រាបជូនទៅដូចជាពូតំណែងមួយខ្ញុំជាប្រចាំដែរមិនចាំពូបាញ់រូបភាពរបស់ខ្ញុំមើលមកចាដើម្បីខ្ញុំវិភាគជូនថាតើដំណាក់កាលហ្នឹងទៅព្រោះជាក់ស្ដែងបើយើងត្រូវប្រើគឺមានតែបាញ់អិនទៀត5 15បូកជាមួយនឹងខៃតូសានហើយនឹងឈូឈីកូបាញ់ស្លឹកយើងបាញ់ស្លឹកជាប្រចាំរៀងរាល់មួយសប្តាហ៍ម្ដងហើយយើងលាយជាមួយនឹងថ្នាំពីរពាងក្រហមបាទហើយក្នុងយើងអាចបាញ់ស៊ូស៊ីកូលអាចថាលាយជាមួយនឹងពពួកកាល់ស្យូមបូរ៉ុនបន្ថែមទៅទៀតក៏បានហើយយើងអាចនឹងលាយថ្នាំពុលបាទវ័យហ្នឹងគឺវ័យយើងអាចលាយថ្នាំពុលថ្នាំដង្កូវដើម្បីបញ្ជាសត្វចុចខ្លាចចាបាទអូខេអរគុណបងឈិតពច្រឡំឈិតពគាត់ថាត្រេនគាត់ហ្នឹងក្តាប់ប្រព័ន្ធក្តាប់ឆ្នាំដំបូងតែភ្លៀងតែឥឡូវភ្លៀងក្រៀមការអស់ហើយមកពីមូលហេតុអ្វីចូលនិយាយថាឆ្នាំដំបូងចេញការចាបាទអញ្ចឹងនិយាយរឿងតកតងទៅនឹងមូលហេតុបាទនៅក្នុងដំណាក់កាលពោកការវាអាចនិយាយបានថាជាហានិភ័យមួយដែរបើក្នុងដំណាក់កាលពោកការហើយស្រាប់តែមានភ្លៀងអញ្ចឹងចំណុចនេះខ្ញុំតែងតែឲ្យបងប្អូនប្រើវិធីសាស្ត្រនៅពេលដែលយើងបង្អត់ទឹកយកការសូមបង្អត់ទឹកក្នុងលក្ខខណ្ឌមួយសមស្របបាទមកយើងកលេចឃើញមានការឬក៏វាមិនទាន់ឃើញតែការទេក៏យើងនៅតែដាក់ទឹកវិញនៅក្នុងកំឡុងពេលមួយអាចថាក្នុងកំឡុងក្រោម10ថ្ងៃមិនមែនប្រអត់ទៅចេះតែប្រអត់ទៅចេះតែប្រអត់តទៅការចេញបានយើងដាក់ទេមិនមែនទេអញ្ចឹងយើងត្រូវតែបង្អត់ហើយយើងឃើញមិនទាន់មានការក៏យើងដាក់ទឹកវិញនៅកំឡុងពេលក្រោម10ថ្ងៃអាច8ថ្ងៃឬក៏មួយសប្តាហ៍បន្ទាប់ពីដាក់ហើយយើងកលេចមើលទៀតមើលទៅតាមពូម៉ែជាប្រចាំដែរបើសិនជាវានៅតែមិនទាន់មាន3ថ្ងៃអត់3ថ្ងៃទៀតចាប់ដល់ដាក់ម្ដងទៀតហើយចំនួនដាក់នោះគឺយើងដាក់ផ្សើមចង់និយាយថាដាក់ក្នុងរង្វង់មួយអាចថា 30% អីប៉ុណ្ណឹងទៅបាទចាបន្ទាប់ពីនោះយើងកលេចមើលផ្កាទៀតតាមដានទៀតបើឃើញមានផ្កាហើយរូបរាងក្នុងការដំឡើងទឹកឬក៏អាចថាបញ្ញាក់មកវិញมันអាចលងច្រើនបានទេគឺមានប្រឡូកការថ្ងៃហ្នឹងហើយអញ្ចឹងយើងអាចដាក់ទឹកទៅស្អែកអត់ទៅបើទៅវាមកមិនតាន់គ្រប់មិនតាន់ពេញចិត្តស្អែកអត់តែខាងស្អែកដាក់យើងមកឡងតែមួយថ្ងៃបាទអញ្ចឹងយើងចាប់ដើមសំទឹកទៅការយើងចេញមកល្អហើយចាប់ដើមអនុវត្តបាញ់ស៊ូស៊ូកូមួយមុខសិនទៅបាទបាញ់ឲ្យជោគការរៀងរាល់មួយសប្តាហ៍ម្ដងនៅពេលដែលបាញ់អញ្ចឹងក្នុងករណីមានភ្លៀងគឺថាបាញ់ល្ងាចនេះរួចស្រាប់ប្រយុទ្ធនឹងភ្លៀងមកមេមកយើងនឹងជៀសផុតឆ្ងាយពីបញ្ហាហើយក៏យើងបានដាក់ទឹកក្នុងលក្ខខណ្ឌមួយដិតដល់បាទក៏មានប្រឡូកការពេញទីហើយយើងបិទឡើងទឹកហើយគឺយើងដាក់រហូតដល់ 100% ពេញទីតែម្ដង
យើងក៏បានបាជីដែរអញ្ចឹងកាលណាទឹកយើងដិតដល់ទោះបីមានភ្លៀងបីដូចតែយើងស្រោចទឹកដូចតែគ្នាទេហើយបើយើងគិតថាអូភ្លៀងហ្នឹងជាកក់ខែមានអាស៊ីតខ្ពស់យើងត្រូវបាញ់បើក្នុងករណីយើងខានបាញ់3 4ថ្ងៃ2 3ថ្ងៃយើងបាញ់យ៉ាងស្ងួតទៅវិញទៅហើយអញ្ចឹងបើភ្លៀងយប់ហ្នឹងព្រលឹមឡើងកុំឲ្យថ្ងៃរះតន់ទៅស្ពាយឬក៏ទៅលេខឆ្នាំជួយចកោតាមមុខហ្នឹងបាញ់ឲ្យជប់ផ្កាលាងសម្អាតឬក៏ទៅសម្រួលនៅសារធាតុអាស៊ីតដែលវាលើផ្កាឲ្យល្អឡើងវិញអញ្ចឹងរឿងដែលថាទឹកច្រើនជ្រុះយើងជៀសផុតហើយដោយសារអីយើងមិនបន្ថយទឹកទៀតទេមានបងប្អូនមួយចំនួនចាប់ផ្ដើមគ្រាន់ថាប្រអត់ទឹកយកផ្កាគាត់ប្រអត់ត្មងដល់ពេលផ្កាចេញមកហើយក៏គាត់នៅតែស្រោចតិចអញ្ចឹងអាស្រោចតិចនេះជាបញ្ហានៅពេលមានព្រៀងកក់ខែចំហួលដីមកឈុលមករឿងអីត្រូវមិនក្រៀមវាក្រៀមផ្កាហើយអញ្ចឹងតើតែយើងចាប់ដើមដូចខ្ញុំលើកឡើងអញ្ចឹងកន្លងមកបើបងធ្លាប់តាមដាននៅកម្មវិធី live គឺខ្ញុំមិនដែលចោលទេរឿងថាយើងមានពន្លកផ្កាត្រូវតែដំឡើងថាដាក់ទឹកខ្ញុំឧទាហរណ៍ថាយើងប្រអត់ទឹកមួយសប្តាហ៍ហើយអត់ឃើញមានពន្លកផ្កាយើងត្រូវដាក់30% នៃទឹកដែលយើងដាក់ធម្មតាឧទាហរណ៍យើងធ្លាប់ដាក់20នាទីបងប្អូនគិតទៅ10% នៃ20នាទីគឺ2នាទី30% គឺ6នាទីបាទបងប្អូនដាក់6នាទីទៅលក្ខណៈធម្មតាសាច់ធម្មតា6នាទីយើងចាប់ដើមមកអត់បន្តទៀតដល់ទៅពេលក្រោយមកអត់បាន3ថ្ងៃនៅតែបន្តឃើញលោកកាអត់អាចចាំតទៅចេញទេគឺយើងដាក់6នាទីទៅបាទដល់វគ្គដែលឃើញមានប្លុកការភេយើងបញ្ញាក់មកវិញមានន័យថាដំបូងយើងប្លុក1អាទិត្យដាក់6នាទីដល់ពេល1 3ថ្ងៃដាក់6នាទី1 3ថ្ងៃទៀតដាក់6នាទីចាំមានប្លុកការ1 2ថ្ងៃដាក់6នាទីកាន់តែមានច្រើនទៅ1 ថ្ងៃកាន់តែមានច្រើនទៅរាល់ថ្ងៃឡើង10នាទីឡើង15នាទីឡើង20នាទីគេឡើងរបៀបនេះមិនមែនមកដល់ដាក់បុកយកតែម្ដងទេអញ្ចឹងយើងឡើងរបៀបនេះទៅវាធ្វើឲ្យការរបស់យើងនោះគឺមានគុណភាពល្អលូតលាស់បានល្អហើយការបាញ់សារធាតុចិញ្ចឹមទៅលើការក៏យើងបាញ់ឲ្យបានទៀងទាត់ជារៀងរាល់មួយសប្តាហ៍ម្ដងផងដែរហើយស្លឹកក៏ដូចឆ្នោះដែរស្លឹកពេលនេះពេលដែលយើងដំឡើងទឹកខ្លាំងអញ្ចឹងហើយយើងដាក់ជីដែលយើងដាក់ហ្នឹងអញ្ចឹងយើងដំឡើងទឹកខ្លាំងអញ្ចឹងហានិភ័យនៃបញ្ហាវាមិនសូវកើតមានទេប៉ុន្តែយើងត្រូវទៅតាមដានជាប្រចាំខ្ញុំគ្រាន់តែចាប់ដើមដល់ខែរាំងភ្លាមគឺខ្ញុំអត់ចោលទេឆ្នាំវាក្រហមបាទអត់ចោលទេហើយកាលណាខ្ញុំផលិតត្រួយខ្ញុំត្រូវតែជ្រើសរើសឆ្នាំសម្រាប់សត្វអត់ស៊ីត្រួយផងដែរបាទអញ្ចឹងយើងដំណើរការនេះគឺដំណើរការនៃការលូតលាស់ហើយអញ្ចឹងលូតលាស់ត្រួយក៏លាស់ការក៏ចេញបាទអញ្ចឹងលក្ខខណ្ឌដែលគាត់សួរថាក្រៀមខូចទៅវិញហ្នឹងគឺហេតុផលដែលចម្បងជាងគេបងរៀងបកថយទឹកអត់ធានដាក់ចេញមិនដល់ពេញចិត្តអញ្ចឹងទៅថយពី1មេត្រមកក្រៀមហើយបាទក្រៀមហើយចាជំហួរដីផងហើយនឹងបញ្ហាភ្លៀងមានសារធាតុអាស៊ីតខ្ពស់ផងវាទៅកើតរឿងបែបហ្នឹងទៅបាទអញ្ចឹងបើសិនជាបងដឹងថាអូភ្លៀងចាប់ពីថ្ងៃទៅក្តាប់អាយុក្រោម70ថ្ងៃបាទក្រោម70ថ្ងៃបើសិនជាភ្លៀងនឹងវារៀងឡាឡូទេទៅស្រោចឲ្យបានគ្រប់ចំនួនតែយើងមានគោលការណ៍របស់យើងគឺស្រោច70% មូលហេតុគឺយើងដាក់នៅក្នុងដើមអញ្ចឹងបើសិននៅក្នុងករណីមានភ្លៀងស្ទាក់ស្ទើរទេទៅដាក់ឲ្យគ្រប់ទៅហើយបើសិនតែក្តាប់វាឡើងទំហំប៉ុនកំពូលដៃអីហើយអាចថាយើងលងមួយសប្តាហ៍បាញ់ម្ដងក៏បានដែរតែទៅនឹងបាញ់ក្តាប់បាទតែដល់ពេលអ្វីដែលសំខាន់នោះគឺថាជីគឺយើងត្រូវទៅដាក់នៅពលដើម្បីជំរុញការលូតលាស់បាទហើយ
ស្លឹកក៏យើងចាប់ដើមបាញ់អិនទៀតជាប្រចាំដើម្បីបញ្ជាការលូតលាស់លឿនធ្វើឲ្យក្តាប់យើងវាជ្រុះចាបាទអូខេឥឡូវយើងទៅសំណួរចាអរគុណបងចន្ទថាក៏សួរថាក្តាប់ត្រេនផកគាត់ហ្នឹងប្រហែលប្រហែលជាអាយុ35ថ្ងៃ40ថ្ងៃហើយតែវាអត់មានចេញត្រួយទេវាជ្រុះបាទចាវាមូលហេតុអីខ្ញុំបាននិយាយដែរតែតើរឿងជ្រុះហ្នឹងបងត្រូវតាមដានមើលក្តាប់ជំរុះយើងត្រូវដឹងហេតុផលចំនួន 2-3 ករណីចាក្តាប់ជំរុះទី1ដែលយើងតែងតែនិយាយនោះគឺតើតើការចេញត្រួយថ្មីចាបាទទី2ដោយសារតែខ្វះសារធាតុចិញ្ចឹមបងត្រូវដឹងថាតើបងប្រើអីខ្លះជាមួយនឹងក្តាប់ត្រេនមកទៀតទី3ផ្លែច្រើនក្តាប់កាន់ច្រើននៅពេលដែលវានៅតូចអត់អីតែវាចាប់ដើមធំគឺវាជំនួសបាទវាជំនួសទៀងមកចកោជួយទាំងអស់ក៏មានដែរដោយសារវាអស់ធម្មពលសម្រាប់ចិញ្ចឹមតទៅមុខទៀតអញ្ចឹងវាជំនួសបាទអញ្ចឹងបានក្នុងលក្ខខណ្ឌនេះគឺបងតែងជាมันអាចទុកផ្លែឲ្យច្រើនឲ្យច្រើនលើសពីអ្វីដែលយើងគិតថាឲ្យវាបានចាយើងមានផែនការអាយុត្រឹម4ឆ្នាំឬយកត្រឹម20ផ្លែអីឬក៏25ផ្លែអីហ្នឹងគឺអត់បញ្ហាទេណាអាយុត្រឹម4ឆ្នាំហើយ4ឆ្នាំទេហ្នឹងគឺដើមនឹងធំដែរចាតែបើសិនជាយើងអត់ក្រុមតុបតែងយើងទុកច្រើនជំរុះគឺវាជ្រុះច្រើនបាទវាជ្រុះច្រើនចឹងលក្ខខណ្ឌដែលយើងត្រូវគិតទៅទី1គឺការតុបតែងក៏ជារឿងមួយសំខាន់ទី2សារធាតុចិញ្ចឹមមិនបាក់គ្រប់គ្រាន់ទៅលើក្តាប់របស់ក្នុងករណីគូផ្លែខ្ញុំមិនចកោមច្រើនដូចគ្រូទេប៉ុន្តែវានៅតែមានជ្រុះអញ្ចឹងហេតុផលគឺអាចនិយាយបានថាទឹកអត់ដល់ឬក៏សារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ចាបាទអញ្ចឹងអានោះយើងត្រូវតែពិចារណាតើទឹកយើងស្រោចនៅក្នុងកម្រិតណាបើនិយាយឲ្យអស់ថាចាប់ផ្ដើមពីក្តាប់ប៉ុនមេដៃមកប៉ុនម្រាមដៃមកឬក៏អាចថាក្រោយការរីក14ខែមកទឹកជាអ្វីដែលសំខាន់ជាងជីជាងខ្លាំងទៀតដោយសារអីបានខ្ញុំនិយាយចឹងដាក់ទឹកឲ្យច្រើនត្រេបើយើងឈ្នះជាមួយកម្ដៅពលឺតែទឹកផងបាទឈ្នះផងហើយក្តាប់យើងចាប់ដើមបង្កើនការលូតលាស់បានល្អប្រសើរអញ្ចឹងកុំឲ្យទឹកស្ទើរលាក់ឡក់អានោះកើតទេប៉ុន្តែគាត់តែយើងភ័យមួយថងថាចុះគ្រូនិយាយចឹងមិនគ្រូមិនដាក់ទឹកច្រើនទេខ្ញុំដាក់ទឹកខ្ញុំចង់ដាក់ច្រើនតែអ្វីដែលយើងបារម្ភគឺវាលាស់ត្រួយមុនការកំណត់អញ្ចឹងបានជាយើងព្យាយាមទាញទឹកឲ្យចូលទៅក្នុងស្យាមេឃក្នុងគោលដៅយើងអត់ចង់ឲ្យលាស់ត្រួយតែបើថារឿងថាវាលូតលាស់ឬក៏អាចថាដំណើរការលូតលាស់ល្អគ្មានអីជាងទឹកច្រើនទេបាទត្រេនមានត្រេនដែលខ្ញុំធ្លាប់លើកឡើងថាស្រោចទឹកដូចគ្នាប៉ុន្តែដើមហ្នឹងវាធ្លាយប្រយោគគេកាត់ស្មៅត្រូវអញ្ចឹងយើងសង្កេតមើលមកចកាអាដើមហ្នឹងលូតលាស់ល្អជាងគេដោយសារអីសារទឹកវាដិតដល់អញ្ចឹងយើងដាក់ទឹកឲ្យបានដិតដល់ទៅជំរុះនឹងកាត់បន្ថយបាទប៉ុន្តែដិតដល់តាមបែបមួយគឺមិនមែនគេហៅថាដូចវគ្គលូតលាស់ធម្មតាចេះតែយកស្រាប់មកទេណាគឺដាក់ដិតដល់ដែរតែដិតដល់ក្នុងលក្ខខណ្ឌមួយនៅក្នុងស្រាប់មកបាទអញ្ចឹងក្តាប់យើងលូតលាស់គឺnóធំលឿនណាពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងលឿនណាស់ហើយបាញ់ស៊ីដ្រូទៅក្តាប់នោះជាប្រចាំទៅបាទអូខេអរគុណមកសំណួរចុងក្រោយបងរតនៈចាគាត់សួរថាគាត់ថាលោកគ្រូសុំសួរមួយត្រេនខ្ញុំដាំនៅក្នុងចំការម្រេចដើមខ្ពស់មែកទូចឥឡូវមានផ្លែចាជាក់ស្ដែងតែគួរទុក
ផ្លែប៉ុន្មានមេឃប៉ុនមេដៃមេជើង មេឃប៉ុនមេដៃមេជើងទុកផ្លែទៅងាប់មិនដឹងហើយបាទផ្លែបានហូបតែងាប់មិនដឹងហើយខ្ញុំបងមើលជាក់ស្ដែងទៅខ្ញុំអត់បានឃើញទេប៉ុន្តែរឿងដំណាំតរេនមួយបើសិនជាចង់បានគេចំណេញពីដីដែលយើងធ្វើជាការតរេនហ្នឹងណាយើងគួរដាំជាដំណាំវានៅក្នុងដីបាទគួរដាំដំណាំវានៅក្នុងដីឬក៏មិនដាំអីក៏ទៅសោះមូលហេតុអីដំណាំតរេនដំណាំចាញ់គេណាអាងទៅសម្រាប់ខ្លួននេះហេតុអីបានថាអញ្ចឹងឲ្យតែមេឃអន់មេឃក្រោមគេមេឃមកលុបគេជ្រុលឹកមកបាទងងច្រើនគេវាអន់ចាញ់គេអញ្ចឹងដល់ទៅពេលតរេនបងនៅក្នុងអាមេរិកមិនទៀមទាឲ្យបងដកអាមេរិកចេញប៉ុន្តែបងត្រូវថ្លឹងថ្លែងរេនដល់វ័យផ្លែផ្កាហើយអញ្ចឹងយើងត្រូវថ្លឹងថ្លែងថាតើគួរតែសម្អាតឬក៏ដកអាមេរិកនៅម្លុកហ្នឹងចេញឬក៏យ៉ាងណាព្រោះបើយើងឆ្លាញ់ទាំងពីរអាមេរិកវានឹងស្ថិតនៅក្នុងម្លុករបស់តរេនហើយតរេនវានឹងមិនមានមេឃធំទេវានឹងថងលូតទៅដោយសារហ្នឹងហើយវាលូតក៏រួយដោយសារមានដំណាំបាទអញ្ចឹងវាយើងចង់បានបែបហ្នឹងវាមានបញ្ហាប្រឈមបញ្ហាព្រោះខ្ញុំធ្លាប់ហើយខ្ញុំធ្លាប់មើលតរេនត្រង់ធ្លូទៅលើដោយសារអីខ្ញុំតាមចន្ទីដល់តាមចន្ទីវាមានបានបែកមេឃសាខាណាឲ្យយើងទទួលយកបានគឺទៅជាធ្លូទៅលើហើយមេឃក្រោមមកលុបគេងាប់អស់បាទចាញ់មកលុបណាស់បាទអញ្ចឹងក្នុងករណីបើសិនជាបងលើកឡើងថានៅក្នុងចការអាមេរិកបងដាំតរេនដែលមានផ្លែបងធ្វើផ្លែថាតើគួរទុកតរេនឬក៏គួរទុកអាមេរិកឬក៏ត្រូវយកទាំងពីរបាទហើយយើងទៅគិតមែនតើព្រោះគាត់ចាឲ្យគាត់គិតមើលតាមនៅឯវាលតលាយស្អាតតរេនលូតលាស់ពេញទីល្អបាទហ្នឹងហើយអូខេដល់ថាការពីមុនចាលោកគ្រូមកទៅមានការវិភាគដោយខ្លួនឯងបន្ថែមបាទព្រោះរឿងថាមេឃទូហ្នឹងគឺមេឃដោយសារតែគ្រូហិតដោយសារគេទៅជុំវិញខ្លួនហ្នឹងហើយហ្នឹងព្រោះមានខ្ញុំនិយាយបន្ថែមបន្តិចចុះជាការតរៀនរបស់ខ្ញុំហងៃមានអ្នកជាប់ព្រំនោះក៏ដាំកស៊ូបាទដល់ក៏ដាំកស៊ូអញ្ចឹងតរៀនរបស់ខ្ញុំសង្កេតឃើញមេឃគឺមិនមានលូតទៅកស៊ូទេមែនលូតដល់ឆ្លាស់ឡើងទៅអញ្ចឹងវាយើងមើលទៅតរៀនហ្នឹងវាលូតលាស់តែមួយរូបភាពគឺថាមួយរូបភាពទៀតវាថាហ៊ានលូតបាទវាអនុប្រមាណវាតែថាវាមិនលុបបាទវាមិនលុបវាបាំងតែអញ្ចឹងវាអនុទៅឲ្យកាលណាដែលបើសិនជាមានស្រាប់ម៉ែចឹងមានស្រាប់ទៅមកប៉ះមិនលុបបាទមកប៉ះជាមួយមិនលុបជ្រុលឹកងអស់ជ្រុលឹកបាក់ពុកម៉ែចឹងទៅមកបាទអញ្ចឹងយើងត្រូវតែនឹកគិតអំពីចំណុចហ្នឹងតើគួរគិតថាទុកម្រេចបានថ្លៃជាងឬក៏ទុកតរេនបានថ្លៃជាងអាហ្នឹងបងគិតខ្លួនឯងបាទដើម្បីយើងសម្រាប់ចិត្តមួយដែលវាត្រឹមត្រូវកុំឲ្យហេកលេខកើតមន់ក៏ផ្សាយក៏រួចទៅចាចាអរគុណចាឮថាបងប្អូនគាត់មានដំណាំមុនហើយបន្ទាប់មកគាត់ក៏ដាំតរេនដូចជាលោកគ្រូជំនាន់ដាំចន្ទីឬក៏គេដាំកស៊ូហើយមកដាំម្រេចហើយមកដាំត្រេនហ្នឹងពីមុនគាត់គិតថាចាគាត់គិតបងប្អូនចំនួនគាត់គិតថាធ្វើត្រេនហ្នឹងក៏ដាំចេកហ្នឹងបាទយើងដាំចេកចាំអីក្នុងជាបន្លែផ្កាឬដំណាំធំខ្ញុំនិយាយទៅនៅបន្លែវាដំណាំតែខ្ពស់ចាគឺមិនគួរប្រើមិនគួរដាំនៅក្នុងចការត្រេនទេបាទកុំចង់បាននៅផលចំណេញដំណាំវលងាយនោះហើយយើងធ្វើឲ្យត្រេននេះអត់
តែមើលម្រេចខ្ញុំមកញ៉ាំរូបដៃទេ ចា តើចំណេញកម្រិតណាខាតកម្រិតណាបងខ្លាំងមើលទៅតើម្រេចផលបែបណាហើយបើសិនត្រេននោះបាត់ផលណា ចា ถึงไม่คนต้นในได้คือ100%ហើយបាទមិនคนในได้ต้นในជើងនោះអត់ធំហើយអាយុការត្រេន4ឆ្នាំគឺតែមេទៀតប៉ុនមួយជើងដោយសារអីវាមលុបជុំវាលុប ចា បាទអូខេអរគុណច្រើន អូខេអរគុណច្រើនចាហើយសំណួរក៏យើងក៏អស់ដែរដល់ម៉ោងល្មមចាតាក់តបតិចសម្រាប់ពុកម៉ែបងប្អូនដែលជាយាមតាមដានស្វែងយល់ពីការធ្វើត្រេនហ្នឹងអញ្ចឹងតស៊ូបន្តិច បាទបាទ ហើយចាពីខាងក្រុមហ៊ុនក៏ដូចជាលោកគ្រូមិនចង់ខកខានពេលវេលាយូរទេគឺចង់ចែកម្លែកធ្វើម៉េចមួយសប្តាហ៍បាន2ដងសម្រាប់ពុកម៉ែបងប្អូនណាអញ្ចឹងឃើញថាដោយលោកគ្រូចែកម្លែកកន្លងមកហ្នឹងគឺមានបងប្អូនផុសអួតគ្នាសម្បើមចាហើយជាការត្រេកអរចូលរួមត្រេកអរជាមួយគាត់ក៏ដូចជាអរគុណដល់លោកគ្រូដែរដែលជាយើងចែកម្លែកឃើញថាមានបងប្អូនដែលគាត់មិនមែនជាគាត់ថាមិនមែនជាអតិថិជនរបស់ក្រុមហ៊ុនតែគាត់ក៏បានស្ដាប់គាត់ក៏បានយកទៅអនុវត្តទៅឃើញថាលទ្ធផលល្អគាត់ក៏ហ៊ានចែកម្លែកគាត់ក៏ហ៊ាននិយាយដោយលោកគ្រូដែរចា បាទ ចាមានការចែកម្លែកវគ្គនេះគឺការ បើគាត់និយាយគាត់ធ្វើឲ្យគាត់នឹងចាំកាន់តែចាំទៀតបើគាត់និយាយ ចាហ្នឹងហើយអញ្ចឹងចូលរួមចែកម្លែកទាំងអស់គ្នាដើម្បីប្រទេសជាតិយើងរីកចម្រើនទាំងអស់គ្នាចាអរគុណឥឡូវឈានដល់ទីបញ្ចប់ហើយអរគុណលោកគ្រូចាពុកម៉ែបងប្អូនដែលតាមដានទស្សនាការ live ចែកម្លែករបស់ក្រុមហ៊ុន AMC ចាជូនពរសុបិនល្អសុខភាពល្អទាំងអស់គ្នាចាជម្រាបលាចា